ស្ដីពុកម៉ែបងប្អូននិងគ្នាយើងអ្នកដែលពេញនិយមក្នុងការតាមដានមើលរឿង Soichi ជួបគ្នាម្ដងទៀតជាមួយខ្ញុំបាទ VC សម្រាប់សាច់រឿងនេះគឺជាវីដេអូទាំងមូលនៃរដូវកាលទី1ដែល admin ដាក់មួយចប់បញ្ចូលគ្នាតែម្ដងឲ្យគ្នាយើងស្រួលទស្សនាហើយមុននឹងគ្នាយើងទស្សនា admin សូមនិយាយរឿងមួយចំនួនតាក់ទងជាមួយនឹងពេលនេះ admin បានបង្កើតនៅ website top up game មួយចេញមកហើយអ្នកនរគ្នាណាដែលចង់ធ្វើការ top up game ក៏កុំភ្លេចវាជាមួយនឹង website របស់ admin vctopup.com នៅក្នុង Google Chrome ឬក៏ Google របស់អ្នកទាំងអស់គ្នាដើម្បីទទួលបាន website មួយនោះដើម្បីអាចធ្វើការ top up នៅលើ website របស់ admin ហើយ admin នឹងធានារក្សានៅសុវត្ថិភាព 100% តែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងហើយកុំភ្លេច top up នៅលើ website របស់ admin ទាំងអស់គ្នាណារឿងទី2គឺ admin ចង់ប្រាប់ថា channel មួយនេះ admin បានស្នើសុំនៅ monetize YouTube បានវិញហើយអញ្ចឹង admin នឹងសម្រាយរឿង Soichi ជាបន្តបន្ទាប់នៅក្នុង channel មួយនេះអញ្ចឹងរងចាំមើលរឿង Soichi ទាំងអស់គ្នាណាហើយ admin និយាយរៀងច្រើនហើយតោះប៉ុណ្ណឹងបានហើយអ្នកនរគ្នាតាមដានសាច់រឿងរបស់យើងដែលជារដូវកាលទី1មួយចប់នឹងតែម្ដងទៅណាបាទសេចក្ដីរបស់យើងគឺបានចាប់ផ្ដើមឡើងនៅក្នុងមហាវិទ្យាល័យមួយកន្លែងនិស្សិតឆ្នាំទី2ដែលនៅក្នុងថ្នាក់រៀនហ្នឹងពួកគេកំពុងតែជជែកគ្នាលេងទៅវិញទៅមកស្រាប់ពេលនោះមានសិស្សទំនើងមួយក្រុមបាននិយាយមើលងាយទៅកាន់សិស្សម្នាក់ទៀតដែលគាត់មានឈ្មោះថា Soichi បុរសម្នាក់ហ្នឹងគឺម៉ាប់ហើយថែមទាំងមានក្លិនខ្លួនមិនល្អថែមទៀតអ្វីដែលរឹតតែសំខាន់ Soichi គឺជាតួអង្គឯករបស់យើងហើយមានសម្លេងហ្នឹងគឺបានបន្លឺឡើងអំពី micro ហើយគេក៏បាននិយាយដែរថាគេគឺជាព្រះជាម្ចាស់នៃពិភពផ្សេងទៀតសិស្សទាំងអស់គ្នាត្រូវបានជ្រើសរើស teleport ទៅកាន់ពិភពថ្មីក៏ប៉ុន្តែមុននឹងteleport ទៅនឹងឲ្យពួកគេស្វែងរកដៃគូដើម្បីទៅរកកាន់ពិភពថ្មីអីនឹងឯងប៉ុន្តែមើលទៅ Soichi នឹងគឺគ្មាននរណាគេនឹងតាក់ទងទៅកាន់គាត់ក៏ដូចជាយកគាត់ចូលក្រុមនោះទេក៏ព្រោះតែថា Soichi នឹងមានរូបរាងមិនស្អាតហើយថែមទាំង state របស់គាត់នឹងគឺថាមួយទាំងអស់តែម្ដងមិនថាការវាយប្រហារមិនថាភាពស្តាន់អីនោះឡើយក្រោយមកព្រះជាម្ចាស់បានបញ្ជូនសិស្សដទៃទៀតនឹងទៅកាន់ពិភពថ្មីអស់រលីងតែម្ដងប៉ុន្តែលើកលែងតែ Soichi នោះទេព្រះជាម្ចាស់បានសួរដែរថាតើ Soichi មានតែម្នាក់ឯងទេមែន Soichi និយាយថាពិតមែនហើយទៅព្រះជាម្ចាស់ក៏និយាយដែរថាគាត់នឹងផ្ដល់ជាមួយនឹង skill ពិសេសទៅឲ្យ Soichi បានមួយហើយក៏បាន teleport Soichi ទៅតែម្ដងប៉ុន្តែ Soichi នឹងត្រូវបានគេ teleport ចូលទៅក្នុងព្រៃដែលមានគ្រោះថ្នាក់ថែមទៀតសូម្បីតែពេលរកអាហារនឹងត្រូវបានសត្វដទៃចូលទៅដណ្ដើម Soichi រហូតដល់ Soichi នឹងគាត់បានឃើញជាមួយនឹងផ្លែឈើមួយដែលវាមានរាងដូចជាផ្លែដូងហើយមក system របស់ Soichi បានប្រាប់ទៅកាន់គាត់ដែរថាអាផ្លែឈើមួយនឹងមានឈ្មោះថា evolution ដែលវាបានន័យថាការវិវត្តផ្លែឈើនឹងនៅពេលដែលអ្នកណាញ៉ាំទៅអាចវិវត្តប៉ុន្តែ Soichi វិញគឺញ៉ាំរហូតតតែអស់10ផ្លែណោះក្រោយពីបានញ៉ាំអាផ្លែឈើវិវត្តហើយនឹងគាត់បានឮសំឡេងចម្លែកគាត់ក៏បានដើរលបទៅមើលឃើញថាមានស្វាដតៃទៀតកំពុងតែទាស់គ្នាហើយស្វាទាំងអស់ហ្នឹងមានល្វែ120ប៉ុន្តែ Soichi វិញគឺល្វែតែមួយនោះទេអត់ហ៊ានចេញទៅប្រយុទ្ធជាមួយនឹងស្វានោះឡើយក៏ប៉ុន្តែជាសំណាងល្អហើយដែលស្វាទាំងអស់ហ្នឹងគឺចេញទៅសល់អាផ្លែហ្នឹងវាសល់9ទៀតតាមពិតទៅហ្នឹងមិនមែន Soichi ញ៉ាំតែមួយនោះទេនៅពេលនេះ Soichi ញ៉ាំ9ទៀតទើបគ្រប់10ក៏ប៉ុន្តែបើងាកមកមើលគ្នារបស់ Soichi ដែលជាមិត្តរួមថ្នាក់ហ្នឹងពួកគេត្រូវបាន teleport ទៅដល់ក្នុងរាជវាំងនៃរាជធានីដែលឃើញថាស្ដេចក៏ហៅពួកគេឲ្យទៅប្រជុំចម្លែកតែ Soichi យើងទេត្រូវបានគេ teleport ហ្នឹងចូលទៅក្នុងព្រៃដែលមានគ្រោះថ្នាក់ហើយទៅញ៉ាំផ្សិតពោលទៀតគេថាដេកបកាច់បកិនពេញតែនឹងរកចំណីអាហារញ៉ាំមិនបាននោះទេថែមទាំងបានញ៉ាំអាផ្លែដែលវិវត្តនឹងឯងគឺញ៉ាំរហូតដល់តែគ្រប់10ផ្លែប៉ុន្តែយ៉ាងណាក៏ដោយគាត់នឹងគឺថាពិតជាវេទនាត្អូញត្អែជាមួយនឹងជីវិតប៉ុន្តែត្រូវបានស្វាមួយទៀតចេញមកទាត់គាត់មួយជើងស្វាមួយនឹងមានល្វែ120 Soichi មានតែល្វែមួយនោះទេកំហឹងខឹងពេញពោះហើយចង់មិនចង់ក៏ទៅតែប្រយុទ្ធដែរតែមានបានប្រយុទ្ធអីទេត្រូវបានស្វានឹងដាល់ម្ដាយចំកណ្ដាលពោះធ្វើឲ្យ Soichi នឹងចាប់ផ្ដើមសន្លប់ស្វានឹងគឺបានសម្លឹងមើលទៅកាន់ Soichi ព្រមទាំងចង់ដើរទៅថេមឲ្យកាន់តែខ្លាំងណាប៉ុន្តែបែរជាធំក្លិនខ្លួនរបស់ Soichi ហ្នឹងគឺដេកស្លាប់តែម្ដងហើយអាស្វាមួយហ្នឹងត្រូវបានស្លាប់ដោយសារក្លិនរបស់ Soichi ហ្នឹងឯងបើនិយាយទៅត្រង់ហ្នឹងគួរឲ្យអស់សំណើចមែនតែនល្វែ Soichi ដែលជាតួអង្គឯកយើងល្វែតែមួយទេបែរជាឈ្នះស្វាដោយសារតែក្លិនខ្លួនស្អុយទៅវិញចំណែកសាកសពស្វាហ្នឹងបានបំលែងខ្លួនខ្លាចទៅជា I team ចំពោះ Soichi គាត់អត់សូវយល់នោះទេប៉ុន្តែយ៉ាងណាក៏ដោយគាត់បានឃើញសៀវភៅមួយក្បាលដែលតាក់ទងជាមួយនឹងចំណេះដឹងរបស់អាសត្វស្វាមួយហ្នឹងណាហើយគាត់គឺបានយកសៀវភៅមួយហ្នឹងមកអានមើលអីចឹងទៅហើយក្រោយតែពី Soichi គាត់អានសៀវភៅមួយហ្នឹងហើយគាត់បែរជាឆ្ងល់ដែរថាចំអីគេគាត់ចេះអានអក្សរនៅក្នុងពិភពមួយនេះហើយគាត់ពិតជាទទួលបាន skill ពិសេសដែលថា system នឹងបានឲ្យមែនហើយអា skill ពិសេសហ្នឹងគឺជាការអានសៀវភៅការអានអក្សរនៅពិភពលោកមួយនេះដាច់មែនក៏ប៉ុន្តែនៅពេលហ្នឹងអាផ្លែឈើវិវត្តបានវិវត្តខ្លួន Soichi ហ្នឹងខ្លាចទៅជាមនុស្សដែលមានរាង slim និងមានមុខមាត់សង្ហាថែមទៀតប៉ុន្តែយ៉ាងណាក៏ដោយមុននឹងខ្លាចទៅជាមនុស្សសង្ហាហ្នឹងមិញដេកឈឺចាប់ឡើងខ្លាំងយកតែមែនតែនពួក Soichi នៅពេលហ្នឹងគាត់ចាប់ផ្ដើមគិតហើយតើ level គាត់ឡើងដល់កម្រិតប៉ុណ្ណាអីចឹងទៅប៉ុន្តែមើលទៅកាន់ level នៅតែ level 1ប៉ុន្តែអា level ផ្សេងដូចជាការ attack អីហ្នឹងគឺឡើងដល់20000ទាំងអស់តែម្ដងគឺឡើងខ្លាំងមែនតែនហើយចំពោះឯសាច់រឿងគឺបានកាត់ទៅដល់រយៈពេល5ខែបន្ទាប់ Soichi ឯណែវិញហ្នឹងគាត់គឺបានតែឆ្លោះទឹកប៉ុន្តែរងទទួលការវាយប្រហារអំពីសត្វចចកមួយប៉ុន្តែយ៉ាងណាក៏ដោយ Soichi នៅពេលនេះហ្នឹងគឺថាទាត់ចចកមួយហ្នឹងតែមួយជើងនោះទេដែលបណ្ដាលឲ្យអាសត្វចចកមួយហ្នឹងគឺចាប់ផ្ដើមងាប់ដែលវាហ្នឹងគឺបានបំលែងខ្លួនខ្លាចទៅជា I team ដែលធ្វើឲ្យ Soichi ហ្នឹងក៏មិននឹកស្មានដែរថាកម្លាំងរបស់គាត់ពិតជាខ្លាំងដល់ថ្នាក់ហ្នឹងគាត់គឺបានទៅដើរមើល I team ទាំងអស់ហើយគឺបានប្រមូលវាតោកហើយឲ្យតែរាល់ពេលដែល Soichi ទ
ទទួលបាន level អីហ្នឹងគាត់តែងតែរងទទួលការឈឺចាប់ដោយសារតែអាផ្លែឈើវិវត្តហ្នឹងគឺវាបានតបោកជាមួយនឹង stat ដតៃទៀតលើកលែងតែ stat level ធំដែលជារបស់ Soichi តែប៉ុណ្ណោះដែលអត់ឡើងនោះទេនៅតែ level 1ដដែលលុះបន្តមក Soichi គាត់ក៏បានជាវិញប៉ុន្តែគាត់ឃើញថា stat របស់គាត់ហ្នឹងគឺគ្មានឡើងតាណាទេអា stat level នៅតែ level 1ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលហ្នឹងគាត់រងទទួលការវាយប្រហារអំពីអំបូរស្វាយក្សមួយក្បាលដែលវាមានពណ៌ផ្កាឈូកស្វា King Kong មួយហ្នឹងនិយាយដែរថាមនុស្សឆាប់មកវាយគ្នាជាមួយនឹងយើងឲ្យលឿនឡើងមកគ្រាន់តែឃើញស្វាធំពេកហ្នឹង Soichi និយាយដែរថាសុំចុះចាញ់ឲ្យខ្ញុំអត់ប្រយុទ្ធនោះទេក៏ប៉ុន្តែ King Kong មួយហ្នឹងអត់អស់ចិត្តនោះទេបានឲ្យ Soichi ហ្នឹងមើល stat របស់ខ្លួន stat របស់ស្វា King Kong ហ្នឹងមានរហូតដល់775ឯណោះសម្បីតែ Soichi ហ្នឹងខំកិច្ចលឿនដល់និយាយដែរថាម៉ែអើយឡើង700អាណាវាយឈ្នះក៏ប៉ុន្តែស្វា King Kong ហ្នឹងនៅតែអត់អស់ចិត្តនោះទេដោយហៅ Soichi ចូលប្រយុទ្ធគាត់ថាប្រយុទ្ធតាន់តិចទេមានអាណាដាល់ Soichi ឡើងខ្ចាយដីពេញតែនឹង Soichi នេះវិញហ្នឹងគឺថាកិច្ចឡើងភ្នែកសហើយប៉ុន្តែស្វានេះវិញសប្បាយចិត្តអត់ដែលមានអាណាកិច្ចកណ្ដាប់ដៃគាត់រួចនោះទេទើបតែមាន Soichi មួយនេះឯងហេតុនេះហើយហ្នឹងទើបគាត់និយាយដែរថា Soichi ហ្នឹងគួរតែប្រយុទ្ធបន្តទៀតស៊ីមកកណ្ដាប់ដៃទៀតទៅហ្នឹងគឺថាពើងទៅយ៉ាងឆ្ងាយតែម្ដងប៉ុន្តែ Soichi ហ្នឹងគឺអត់ប៉ះពាល់ដល់អាយុជីវិតនោះទេគ្រាន់តែរបួសស្វានិយាយដែរថាអស់ចាណាស់ដែលជាធម្មតាហ្នឹងអ្នកដតីណាក៏ដោយឲ្យតរងទទួលការវាយប្រហាររបស់គាត់ហ្នឹងតែងតែបាត់បង់ជីវិតឬក៏កិច្ចអត់ផុតអីអញ្ចឹងទៅប៉ុន្តែ Soichi នេះគឺករណីពិសេសខ្លាំងយកតែមែនទែនក្រោយមក King Kong ពពកាឈូកបាននិយាយដែរថាគាត់ចង់បានបុរសដែលខ្លាំងធ្វើជាប្តីរបស់គាត់Soichi និយាយដែរថានាងគឺជាស្វាឯខ្លួនខ្ញុំនេះគឺជាមនុស្សមិនអាចយកគ្នាធ្វើជាគូបាននោះទេប៉ុន្តែកូឡាឡាហ្នឹងគឺបាននិយាយដែរថាខ្ញុំមានឈ្មោះថាសារីមិនមែនគឺជាស្វានោះទេក្រោយមកហ្នឹង Soichi លេងខ្វល់ហើយស្ដីក៏ស្ដីទៅ Soichi វាយតបតទៅវិញប៉ុន្តែវាយគ្មានឈ្នះស្វាស្អីហ្នឹងនោះទេមានតែត្រូវបានស្វាវាយថែមទៀតផងបើទោះបីជាអាស្វាមួយហ្នឹងវាយ Soichi ត្រូវពិតមែនប៉ុន្តែ Soichi នៅតែអត់មានគ្រោះថ្នាក់ដល់ជីវិតដដែលគាត់បានងើបឡើងមកវិញដោយនិយាយដែរថាស៊ីជាមួយនឹង magic របស់យើងវិញទៅប្រើជាមួយនឹង magic ទឹកហ្នឹងគឺថាគ្មានតែវាយស្វាឯណាគឺធ្លាក់មកត្រូវក្បាលខ្លួនឯងទៅវិញធ្លាក់ត្រូវខ្លួនឯងមកជុំទេងុំឆ្លៀតនិយាយដែរថាកម្លាំងរបស់ស្វាហ្នឹងគឺមិនអន់នោះទេដែលស្វាតបវិញថាអូគិតខុសហើយខ្ញុំមិនបានទៅវាយលោកឯងនោះទេអាវិតមុនមួយហ្នឹងលោកឯងវាត្រូវខ្លួនឯងតែប៉ុណ្ណោះដែលធ្វើឲ្យ Soichi នេះគឺថាខ្មាស់គេខ្លាំងយកតែមែនតែនក្រោយតែពី Soichi ផ្លេចខ្លួនស្វាចូលទៅម៉ាត់ Soichi ម្ដងទៀតប៉ុន្តែម៉ាត់គ្មានចូលណា Soichi ហ្នឹងគឺរងជាប់ក្រោយមកទៀតហ្នឹងគឺចង់ទៅវាយបន្តទៀតទៅវាយតតែ Soichi ហ្នឹងគឺចាយឈាមរោតែសន្លប់ទៅហើយប៉ុន្តែគាត់នៅតែព្យាយាមងើបឈរឡើងមកវិញដដែលនឹងបានប្រើក្បាច់ចុងក្រោយគឺជាក្បាច់ប្រចាំតកោគឺក្លិនឃ្លីដាក់ឲ្យស្វាមួយនឹងសន្លប់មួយមើលប៉ុន្តែស្វាគ្មានបានទៅសន្លប់អីនោះទេបាននិយាយថាគាត់គឺស្រឡាញ់ទៅកាន់ Soichi គឺបានចាប់ Soichi ទៅតែម្ដងក្រោយតែពីស្វាបានចាប់ទៅកាន់ Soichi ហើយហ្នឹងនាងគឺបានយក Soichi ទៅដល់ផ្ទះរបស់ខ្លួនព្រមទាំងបានធ្វើជាមួយនឹងនំចំណីអាហារឆ្ងាញ់ៗឲ្យទៅកាន់ Soichi និងសុំឲ្យ Soichi ហ្នឹងរៀបការជាមួយនឹងខ្លួនឯងអញ្ចឹងទៅក៏ប៉ុន្តែកម្ពុជាមនុស្ស Soichi និយាយដែរថាស្វានិងមនុស្សមិនអាចស្រឡាញ់គ្នានោះទេហើយអ្នកទាំងពីរហ្នឹងគឺថាប្រកែកគ្នាច្រើនមែនទែនប្រកែកគ្នាតាំងពីព្រឹករហូតដល់យប់រហូតដល់ព្រឹកទៅវិញអញ្ចឹងណាប៉ុន្តែយ៉ាងណាក៏ដោយស្វានៅតែញ៉ាំ Soichi ញ៉ាំបាយមកតាន់ឃ្លានតាន់ក្តៅដែលដំបូងហ្នឹង Soichi ហ្នឹងធ្វើរឹកធ្វើពីអត់ចង់ញ៉ាំនោះទេប៉ុន្តែនៅពេលដែលញ៉ាំបានមួយម៉ាត់ហើយហ្នឹងគឺថាឆ្ងាញ់ខ្លាំងយកតែខ្លាំងហើយក៏មិននឹកស្មាននោះដែរក្រោយមកទៀតស្វាគឺបានយកកៅអៅ Soichi ឲ្យទៅកាន់ Soichi ថែមទៀតគឺថានាងនឹងកិច្ចការផ្ទះចេះមកចប់តែម្ដងគឺថាខ្លាំងណាស់ណាគ្នាយើងដែលជាស្រីហ្នឹងសុំខ្មាស់ជាមួយនឹងស្វា King Kong មួយហ្នឹងហើយមើលទៅការងារផ្ទះក្រោយពីញ៉ាំបាយហើយនាងបានយកចានទៅលាងគឺថាដូចមនុស្សយើងបេះដាក់តែម្ដងដែលធ្វើឲ្យ Soichi ហ្នឹងក៏ងឿងឆ្ងល់ដែរថាស្វាអីក៏ប្រកែម្លេះកូរីឡាហ្នឹងបានសួរដែរថាតើ Soichi កំពុងតែគិតអំពីការដែលចង់រៀបការជាមួយនឹងនាងមែនដែលធ្វើឲ្យ Soichi ប្រកែដាច់អហង្ការតែម្ដងថាគ្មានទេគ្មានបានគិតអីនោះទេហើយ Soichi ក៏បានឃើញសភៅវេទមន្តដែលស្វានោះបានរៀនផងដែរដែលនាងក៏និយាយដែរថានេះគឺជាសភៅដែលនាងសិក្សាក៏ដូចជាចង់បំរើជាមួយនឹង Soichi ក្រោយពីរៀបការអញ្ចឹងទៅដែលធ្វើឲ្យ Soichi នឹងដូចជារៀងអៀនដែរប៉ុន្តែនាងគឺជាស្វាមិនអាចនោះទេព្រមទាំងបានប្រាប់ទៅកាន់កូឡាឡានឹងទៀតថាបានហើយជប់គិតឈួតទៅនាងគឺជាស្វាខ្ញុំគឺជាមនុស្សលុះដល់ថ្ងៃបន្ទាប់ហ្នឹងពួកគេបានទៅចាប់ត្រីជាមួយនឹងគ្នាឃើញថាដាល់ម្ដាយហ្នឹងត្រីលោតឡើងមកលើក្បែរ Soichi ព្យាយាមរត់ក៏ប៉ុន្តែចង្រៃយកឲ្យទៅជួបជាមួយនឹងពេញពីងស្រែកផ្អើលពេញតំណឹងធ្វើឲ្យស្វាហ្នឹងគឺបានលោតដាល់ជាមួយនឹងពេញពីងមួយនឹងដើម្បីការពារ Soichi ដែលថាកម្លាំងរបស់នាងខ្លាំងមែនទែនក៏ដូចជាអស់គុណទៅកាន់ព្រះដែរដែល Soichi នៅមានសុវត្ថិភាពក្រោយតែពេលឃើញសត្វស្វាមួយនឹងការពារខ្លួនក៏ដូចជាខិចខែខ្លួនខ្លាំងបែបនេះធ្វើឲ្យ Soichi នឹងក៏ដូចជាមានចិត្តស្រណោះស្រណោកជាមួយនឹងស្វាមួយនឹងដែរថាគាត់នឹងមុននឹងបាននិយាយមើលងាយទៅកាន់នាងថាគឺជាស្វាដែលមិនអាចរៀបការជាមួយនឹងមនុស្សនោះទេហើយបើទោះបីជាគាត់ប្រើពាក្យធ្ងន់ក៏ដោយកូរីឡាមួយនឹងដូចជានៅតែតាម Soichi នឹងការពារគាត់ជានិច្ចក្រោយមកសាច់រឿងបានកាត់ទៅកាន់បិសាចក្រុងឆ្អឹងមួយដែលឃើញថារូបរាងរបស់គេនឹងគឺ
គឺក្រុងឆ្អឹងបាញ់ទីតែម្ដងហើយនឹងនិយាយថាសូអេឈីតិចទៀតជួបគ្នាសាច់រឿងគឺបានកាត់បណ្ដោះខាងស្វាជាមួយនឹងសូអេឈីឯនេះវិញដែលស្វានិយាយតាក់ទងជាមួយនឹងផ្លែឈើវិវត្តប្រាប់ទៅកាន់សូអេឈីថាគាត់អត់ដឹងនោះទេស្វានិយាយថាអោយតែអ្នកណាក៏ដោយញ៉ាំជាមួយនឹងផ្លែឈើមួយនឹងអាចមានឱកាសវិវត្តប៉ុន្តែយ៉ាងណាការញ៉ាំមួយនោះមិនមែនចេះតែវិវត្តនោះទេហើយបិសាចខ្លះមាន level ធំយ៉ាងណាក៏ដោយទោះបីជាគាត់ខ្លាំងប៉ុណ្ណាក៏ដោយនៅពេលដែលញ៉ាំទៅតាមមួយផ្លែហ្នឹងគឺអាចផ្ទុះរាងកាយស្លាប់បែកជាបំណែកថែមទៀតសូអេឈីនេះវិញគឺភ័យយោដោយសារតែខ្លួនអញញ៉ាំអស់ដល់ទៅ10ផ្លែឯណោះហើយចំពោះឯស្វាហ្នឹងក៏និយាយបញ្ជាក់ដែរថាតាមពិតទៅគ្នារបស់នាងហ្នឹងបានយកវាបានដល់10ផ្លែឯណោះប៉ុន្តែសូអេឈីក៏និយាយតាមត្រង់ថាគាត់នឹងឯងគឺជាអ្នកដែលបានញ៉ាំ10ផ្លែនោះតែតាមក៏ពិតទៅមុននេះបន្តិចស្វាបានបញ្ជាក់ដែរថាអ្នកណាអ្នកលួចហ្នឹងគាត់នឹងសម្លាប់អ្នកនោះមិនខានប៉ុន្តែក្រោយពីដឹងថាសូអេឈីគាត់ក៏និយាយដែរថាមិនអីនោះទេប្តីរបស់នាងហ្នឹងគឺយកទៅញ៉ាំហើយក៏មិនអីដែរមិនឃើញគាត់ស្លាប់តាណាផងហើយណាមួយវិញទៀតគាត់អត់ខឹងគាត់អត់សម្លាប់ទេប៉ុន្តែត្រូវរៀបការជាមួយនឹងគ្នាសូអេឈីនិយាយថាអត់ទេអត់យល់ព្រមរៀបការនោះទេដែលធ្វើឲ្យនាងហ្នឹងសួរដែរថាតើសូអេឈីស្អប់នាងមែនដែលសូអេឈីនិយាយថាមិនស្អប់នោះទេប៉ុន្តែគាត់ថាមួយស្វាមួយមនុស្សមិនចង់រៀបការមួយគ្នានោះទេក្រោយតែពេលឮថាសូអេឈីអត់ស្អប់ខ្លួនហ្នឹងខ្លួនគឺបានទៅរៀបស្លៀកពាក់ជាមួយនឹងឈុតកូនកំមុំមកយ៉ាងស្រស់ស្អាតតែម្ដងដែលធ្វើឲ្យសូអេឈីនិយាយដែរថាចុំនាងបានកៅអៅមកពីណាដើម្បីស្លៀកហ្នឹងបើនិយាយចំទៅពេលហ្នឹងអ្នកទាំងពីរនិយាយអត់ចូលគ្នាសំបីតែបន្តិចក៏មិនចូលដែរក្រោយមកស្វានិយាយដែរថាបានហើយគាត់សុំទៅប្រមាញ់ជាមួយនឹងអាហារសិនដែលទុកឲ្យសូអេឈីនៅម្នាក់ឯងសូអេឈីក៏ឲ្យនាង take care ខ្លួនផងក៏ប៉ុន្តែបើគិតពីក្នុងចិត្តវិញនៅពេលនេះហ្នឹងគឺចង់រត់ចោលគេហើយនៅទីបំផុតសូអេឈីមានឱកាសដែលអាចរត់គេចហើយប៉ុន្តែសាច់រឿងបែរជាបានបង្វែរទៅកាន់មិត្តរួមថ្នាក់របស់សូអេឈីចំពោះពួកអ្នកទាំងហ្នឹងពួកអ្នកដែលថាក្មេងៗជើងកាងអីហ្នឹងពួកគេគឺអត់ពេញចិត្តនោះទេនៅពេលដែលពួកគេបានមកដល់ដំបងប៉ុន្តែនៅពេលនេះពួកគេបែរជាមានអារម្មណ៍ថាធូរស្បើយទៅវិញហើយណាមួយវិញទៀតនៅពេលនេះបែរជាអត់បានឃើញសូអេឈីគិតថាសូអេឈីហ្នឹងប្រហែលជាត្រូវបានបាត់បង់ជីវិតហើយថែមទាំងគិតទៀតថាបានហើយកុំខ្វល់ពីអាមនុស្សម្នាក់ហ្នឹងអីព្រោះតែថាពួកគេមកទីនេះស្ដេចនឹងលើកពួកគេឲ្យក្លាយទៅជា hero នឹងធ្វើឲ្យពួកគេហ្នឹងគឺជាមនុស្សដែលមានឋានៈខ្ពស់អីអញ្ចឹងទៅដែលធ្វើឲ្យពួកគេចាប់ផ្ដើមនាំគ្នាកអឺតកតោមក៏ប៉ុន្តែពេលនោះក៏មានអ្នកខ្លះខ្វល់អំពីតួឯករបស់យើងផងដែរដែលអ្នកខ្វល់ហ្នឹងមានដូចជាប្រធានថ្នាក់និងមិត្តរបស់ប្រធានថ្នាក់មួយចំនួនដែលខ្វល់អំពីសូអេឈីនិងគិតថាសូអេឈីនៅពេលនេះមានសុវត្ថិភាពឬអត់ពួកគេក៏បានគិតទៀតថានៅពេលដែលពួកគេខ្លាំងគ្រប់គ្រាន់ពួកគេនឹងព្យាយាមស្វែងរកសូអេឈីបើងាកមកមើលសូអេឈីឯនេះវិញហ្នឹងកំពុងតែរត់បណ្ដើរស្រែកបណ្ដើរថាគាត់នឹងមានសេរីភាពប៉ុន្តែគ្មានបានរត់យូរអីនោះទេគឺស្វាបានដេញតាមសូអេឈីនឹងនិយាយដែរថាសូអេឈីឈប់សិនក៏ប៉ុន្តែសូអេឈីគ្មានតែឈប់ស្អីនោះទេចាំតែភ្លើដែរសូអេឈីរត់ទៅដល់លាងមួយប្រទេសជាមួយនឹងអាបិសាចក្រុងឆ្អឹងមុននឹងបន្តិចហើយបិសាចមួយនឹងមិនមែនធម្មតានោះទេគឺជាបោះយកតែម្ដងសូអេឈីមុនដំបូងនឹងគឺបានពិនិត្យមើលផងដែរហើយមេបិសាចមួយនឹងមានឈ្មោះថាសេណូដំបូងនឹងសូអេឈីអាចឃើញ level របស់គាត់នោះទេប៉ុន្តែនៅពេលដែលមើលយូរទៅទើបដឹងដែរថាអាប៉ិមួយនឹង level ដល់1500ឯណោះសូអេឈីនឹងគឺថាភ័យយកហើយប៉ុន្តែគ្មានពេលណាទៅបានរត់នោះទេបិសាចបាន teleport មកពីក្រោយគាត់ចាក់ទៅកាន់គាត់ប៉ុន្តែបែរជាត្រូវបានសត្វស្វានឹងមករងជំនួសទៅវិញក្រោយតែវាឃើញអញ្ចឹងសូអេឈីគឺជាលើកដំបូងហើយដែលគាត់បានហៅសត្វស្វាមួយនឹងថាសារីតើនាងមានបញ្ហាឬអត់សារីក៏និយាយដែរថាទីបំផុតសូអេឈីហៅឈ្មោះនាងហើយចំពោះសត្វស្វាសារីហ្នឹងគឺនាងដឹងដែរថានៅពេលនេះនាងប្រហែលជាមិនអាចមានជីវិតទៀតនោះទេនាងក៏ប្រហែលជានឹងលាសូអេឈីទៅចាប់ជាតិថ្មីហើយក្រោយមកហ្នឹងសូអេឈីចាប់ផ្ដើមស្រណោះស្រណោកជាមួយនឹងរឿងរ៉ាវអតីតកាលហើយគាត់ពិតជាឈឺចាប់មែនតើនៅពេលដែលមានពេលវេលាល្អបែរជាអត់បាននិយាយពាក្យល្អជាមួយនឹងសារីទៅវិញចំពោះបិសាចក្រុងឆ្អឹងក្រោយពីឃើញសូអេឈីយំបែបហ្នឹងហើយគាត់ក៏និយាយដែរថានេះមិនមែនគឺជាស្នេហារវាងមនុស្សជាមួយនឹងសត្វស្វាហើយសូអេឈីហ្នឹងគឺបានបែរទៅនិយាយទាំងខឹងនិយាយដែរថាតើឯងកំពុងតែគិតអីព្រមទាំងចូលទៅវាយប្រហារទាំងកំរោលតែម្ដងនឹងនិយាយដែរថាស្វានេះគឺជាមនុស្សដែលចិត្តល្អបំផុតនាងគឺមើលថៃខ្ញុំបានយ៉ាងល្អក៏ប៉ុន្តែបិសាចក្រុងឆ្អឹងនៅតែនិយាយថាមួយស្វាមួយមនុស្សមិនអាចរៀបការនឹងគ្នាបាននោះទេប៉ុន្តែសូអេឈីឯនេះវិញហ្នឹងនៅតែនិយាយថានាងគឺជាមនុស្សម្នាក់ដែលចេះមើលថៃគាត់ស្រឡាញ់នាងហើយនៅពេលនេះហ្នឹងទើបសូអេឈីនិយាយថាខ្លួនឯងស្រឡាញ់ទៅកាន់គេទៅវិញសូអេឈីគឺបានប្រើជាមួយនឹងស្គីរបស់គាត់ចូលទៅប្រយុទ្ធបន្តទៀតធ្វើឲ្យបិសាចក្រុងឆ្អឹងហ្នឹងគឺមិនអាចតាមទាន់នោះទេត្រូវបានសូអេឈីចាក់មួយដាវចំកណ្ដាលទ្រូងបិសាចក្រុងឆ្អឹងដែលជាសេណូហ្នឹងគាត់ក៏និយាយដែរថាទីបំផុតតើខ្ញុំពិតជាចាញ់ហើយមែនទេនៅពេលនេះហើយគាត់ហ្នឹងក៏និយាយដែរថាអរគុណខ្លាំងណាស់សូអេឈីនៅពេលនោះផងដែរខ្លួនរបស់គាត់បែរជាឃើញមាននារីម្នាក់ទៀតបានអោបទៅកាន់គាត់និងបានលាទៅកាន់សូអេឈីក៏បានចាក់ចេញទៅរលាយទៅតាមផ្សែងតែម្ដងចំពោះឯសារីហ្នឹងនាងបានចេញជាមួយនឹងពន្លឺពណ៌មាសក៏ដូចជានឹងលាសូអេឈីទៅដែរប៉ុន្តែពួកគេគឺបានថើបលាគ្នាជាលើកចុងក្រោយមកពន្លឺពណ៌មាសគឺថាចាំងខ្លាំងមែនទែនសូអេឈីក៏បាននិយាយដែរថាសារីកុំទៅចោលខ្ញុំអីប៉ុន្តែមានក្មេងស្រីម្នាក់ទៀតរត់ទៅអោបគាត់ទាំងអាក្រាតកាយតែម្ដងធ្វើឲ្យសូអេឈីហ្នឹងឡើងឈាមច្រមុះនៅពេលនោះនាងក៏បានណែនាំ
ងថានាងនឹងឯងគឺជាសារីដែលធ្វើឲ្យសូអេឈីនឹងក៏ដូចជាមានការភ្ញាក់ផ្អើលដែរហេតុអីក៏នាងស្អាតម្លេះលុះបន្តមកទៀតយើងមកដឹងអំពីប្រវត្តិរបស់សេណូសឯនេះវិញកាលពីរយៈពេល1500ឆ្នាំមុនសេណូសនឹងគាត់គឺជាទាហានគឺជាហេរ៉ូមួយដ៏អស្ចារ្យប្រជាជនគោរពស្រឡាញ់គាត់ប៉ុន្តែស្ដេចបែរជាបានក្បត់ទៅកាន់សេណូសទៅវិញព្រមទាំងបានចាប់យកជាមួយនឹងសង្សាររបស់គាត់នឹងទៅគំរាមកំហែងសេណូសព្រមទាំងសម្លាប់សង្សាររបស់សេណូសនឹងដាក់នៅក្នុងដងជក់មួយនេះឲ្យសេណូសនឹងមកការពារថែមទៀតគ្រាន់តែវាបានដឹងរឿងរ៉ាវទាំងអស់នឹងហើយចាប់ផ្ដើមធ្វើឲ្យសារីនឹងយំនឹងនិយាយថាមិនគួរនោះទេពិតជាគួរឲ្យស្រណោះជាមួយនឹងសេណូសខ្លាំងណាស់ប៉ុន្តែសូអេឈីនិយាយថាគាត់នឹងការពារទៅកាន់សារីក្រោយមកពួកគេគឺបានបើកកំណប់មើលព្រមទាំងបានយកអាវឲ្យទៅកាន់សារីពាក់ថែមទៀតផងពេលដែលឃើញសារីពាក់អាវនឹងហើយគឺថាស្អាតខ្លាំងមែនទែនធ្វើឲ្យសូអេឈីនឹងគឺឈាមច្រមុះម្ដងទៀតឲ្យតតែបានក្រោយមកនឹងសូអេឈីបែរជាចាប់អារម្មណ៍ថាគាត់អត់មានការឈឺចាប់ដូចជារដងនោះទេដោយសារតែនេះគឺជា final របស់គាត់ final form ដែលគាត់នឹងគឺផ្លាស់ប្ដូរទម្រង់វិវត្តអញ្ចឹងហើយគាត់លេងឈឺចាប់ដូចមុនហើយសម្បីតែសារីក៏និយាយអបអរសាទរទៅកាន់ពួកគេដែរហើយនៅទីបំផុតពួកគេដូចតែគ្នានឹងគឺវិវត្តទៅដល់លក្ខខណ្ឌចុងក្រោយលុះបន្តមកសូអេឈីនិយាយតាមត្រង់ដែរថាតាមកាពិតទៅគាត់ចង់ចាក់ចេញពីព្រៃចូលទៅក្នុងនគរចំពោះឯសារីគាត់គឺព្រមដើរតាមជាមួយនឹងសូអេឈីដោយសារតែប្តីទៅណាប្រពន្ធនឹងទៅតាមក៏ប៉ុន្តែនៅពេលនោះស្រាប់តែចេញជាមួយនឹងបិសាចមួយទៀតចេញមកប៉ុន្តែវាមើលទៅដូចជាមិនមែនបិសាចទេខ្ជូតមែនតែនក្រោយមកគាត់ក៏បានណែនាំដែរថាគាត់មានឈ្មោះថា Master Sheep ដែលតាមកាពិតទៅគាត់មិនមែនជាសត្វទន្សាយណាគាត់គឺជាសត្វជាមគាត់ក៏បានណែនាំថាគាត់នឹងឯងគឺជាកាយនាំផ្លូវក៏ដូចជាណែនាំទៅកាន់សូអេឈីហើយគាត់ក៏បានឃើញសូអេឈីមុននឹងដែរប៉ុន្តែមើលទៅសូអេឈីរៀងកំ pl ែងពេកទើបគាត់ក្រចេញមកក្រោយមកនោះសូអេឈីចង់ទៅជន់ជាមួយនឹងសត្វជាមួយនោះប៉ុន្តែត្រូវបានសារីខាត់តន់ប៉ុន្តែយ៉ាងណាក៏ដោយសត្វហ្នឹងគឺបានប្រាប់ដែរថាមិនអីនោះទេពួកគេគឺបានទទួលជាមួយនឹង item មួយចំនួនសិតតែពិសេសជាមួយវិញទៀតសូអេឈីនៅពេលដែលចេញទៅខាងក្រៅទៅតម្រាក់ level ខ្លួនឯងឲ្យចិត្ត level របស់គាត់ហ្នឹងគឺ level អាណន់ទៅហើយគ្មាននរណាហ្នឹងគឺនឹងដឹងនោះទេហើយគាត់មានជាមួយនឹង skill ដើម្បីលាក់ level អញ្ចឹងនៅពេលដែលចេញទៅហ្នឹងកុំចេះតែបង្ហាញ skill ឲ្យគេមើលឃើញផ្ដេសផ្ដាសខ្លាចគេភ្ញាក់ផ្អើលនឹងគិតថាគាត់គឺជាស្ដេចបិសាចសត្វជាមួយហ្នឹងបាន teleport អ្នកទាំងពីរទៅខាងក្រៅហើយឲ្យពួកគេហ្នឹងបន្តដំណើរទៅមុខដោយខ្លួនឯងនឹងធ្វើការប្រុងប្រយ័ត្នអ្នកទាំងពីរគឺបានដើរទៅជាមួយនឹងគ្នាដោយសេចក្តីស្រឡាញ់ឈានមកចូលដល់ភាគបន្តហ្នឹងសូអេឈីជាមួយនឹងសារីគឺបានធ្វើដំណើរប៉ុន្តែពួកគេទាំងពីរនេះបានជួបជាមួយនឹងបិសាចទឹកមួយក្បាលដែលវាដូចជាស្លែមអញ្ចឹងក្រោយមកហ្នឹងសូអេឈីបានឃើញថាល្វែវា88សូអេឈីគឺបានវាប្រហារទៅកាន់វាតែម្ដងដែលគិតថាវានឹងដំបងឡើយគ្រោះថ្នាក់ដាក់គាត់អញ្ចឹងណាក្រោយមកហ្នឹងគឺថាវាខ្លាំងមែនតែនក្រោយតែបានធ្វើការវាទៅកាន់បិសាចមួយហ្នឹងហើយវាបានទម្លាក់នៅ item ចេញមកមានចំនួន3ធំមានស្បែកជើងហើយនឹងការ item ក្នុងការប្រយុទ្ធនឹងប្រើវេទមន្តអញ្ចឹងទៅមួករបស់សូអេឈីចេញពន្លឺពើមាសវិវត្តបានខ្លាយទៅជាអាវមួយហើយសូអេឈីហ្នឹងគាត់ឆ្ងល់តែម្ដងថាចំអីគេ item ចេះវិវត្តដែរមែនលុះបន្តមកទៀតហ្នឹងគឺបានឃើញសម្បត្តិមួយទៀតធ្លាក់មកតែម្ដងចំពោះសម្បត្តិមួយហ្នឹងគឺផ្ញើចេញអំពី Master Sheep ហ្នឹងឯង Master Sheep ហ្នឹងគាត់បាននិយាយដែរថាតាមកាពិតទៅហ្នឹងនេះគឺជាការរៀបចំរបស់ខ្លួនហ្នឹងគឺមិនអាចឲ្យសូអេឈីហ្នឹងពាក់មួកចូលទៅក្នុងរាជធានីនោះទេបើធ្វើអញ្ចឹងហ្នឹងគ្រប់គ្នានឹងគិតថាសូអេឈីគឺជាមនុស្សឡប់អីអញ្ចឹងទៅហេតុនេះហើយទើបគាត់បានធ្វើការឲ្យអាសត្វមួយហ្នឹងទៅរករឿងសូអេឈីឲ្យសូអេឈីសម្លាប់វាបានបំលែងខ្លាចទៅជា item ផ្សេងទៀតដែលជារូបនេះឯងក៏ប៉ុន្តែ item ហ្នឹងវិវត្តយ៉ាងណាក៏ដោយសមត្ថភាពរបស់វានៅតែដដែលគឺដើម្បីការពារនិងខ្ទប់ជាមួយនឹងវេទមន្តរបស់សូអេឈីមិនឲ្យអ្នកដទៃនឹងអាចមើលដឹងថាវេទមន្តរបស់គាត់នឹងគឺនៅអាណន់នោះទេក្រោយតែប្រយោជន៍ពីគ្នាទៅវិញទៅមកហើយនឹងទាំងសូអេឈីជាមួយនឹងសារីហ្នឹងគឺធ្វើដំណើរទៅទៀតរហូតដល់រាជវាំងហើយគាត់ក៏បានជួបជាមួយនឹងអ្នកយាមម្នាក់អ្នកយាមហ្នឹងគឺឲ្យសូអេឈីហើយនឹងសារីហ្នឹងដាក់ដៃទៅលើដុំគ្រីស្តាល់ទៅបើសិនជាពួកគេអត់មានគ្រោះថ្នាក់ដល់នគរនេះនោះទេពួកគេនឹងអាចចូលទៅខាងក្នុងបានហើយដុំគ្រីស្តាល់មួយនេះនឹងបញ្ជាក់ថាពួកគេគឺជាមនុស្សល្អហើយអ្នកយាមក៏បានប្រាប់ទៅកាន់សូអេឈីដែរថានៅតែជឿជាក់ទៅលើសមត្ថភាពខ្លួនឯងណាសូអេឈីពួកគេគឺបានចូលទៅខាងក្នុងឃើញថាអ៊ូអរមែនតែនរហូតទាល់តែពួកគេហ្នឹងបានដើរទៅដល់គៀលហើយចំពោះមូលហេតុពួកគេទៅដល់គៀលអ្នកផ្សងព្រេងហ្នឹងដោយសារតែពួកគេគឺចង់ធ្វើការចុះឈ្មោះធ្វើជាអ្នកផ្សងព្រេងដើម្បីរកលុយនឹងឯងដោយសារតែនៅពេលនេះគេអត់មានលុយនោះទេនៅពេលដែលសូអេឈីបើកទ្វារតិចបានឃើញជាមួយនឹងអ្នកទទួលភ្ញៀវនៅកន្លែងផ្សងព្រេងហ្នឹងដែលមានឈ្មោះថាអេលីសដែលនាងហ្នឹងគឺជាមនុស្សម្នាក់ដែលរងចិត្តមែនតែនធ្វើការវាយប្រហារទៅកាន់ប្រុសៗដទៃទៀតហ្នឹងដើម្បីតែភាពសប្បាយរបស់ខ្លួនបើនិយាយឲ្យខ្លីទៅអាហ្នឹងឯងដែលគេហៅថារោគចិត្តគ្នាយើងដោយសារតែវាមានច្រើនប្រភេទវាមានអាការវាយគេអីចឹងទៅដើម្បីតែភាពសប្បាយរបស់ខ្លួនហើយបើនិយាយអំពីអ្នកដទៃដែលស្ថិតនៅក្នុង guild មួយហ្នឹងគឺថាសុទ្ធតែជាមនុស្សដែលមើលទៅដូចអត់គ្រប់ទឹកអញ្ចឹងបើយើងក៏លេចមកមើល Master Guild វិញហ្នឹងគឺថារត់តែចម្លែកទៀតអាប៉ែកមួយហ្នឹងគឺថាពាក់តាលីអូនោះទេហើយគឺបានដើរស្រែកដែរថាខ្ញុំគឺជា Master Guild មានឈ្មោះថា Gasol ហើយអញ្ជើញអ្នកទាំងពីរហ្នឹងឲ្យចូលទៅខាងក្នុងសិនទៅហើយចំពោះ Master Guild ហ្នឹងឃើញគាត់លប់បែកអញ្ចឹងមែនប៉ុន្តែគាត់ហ្នឹងគឺមានចិត្តល្អនិងរាប់អានទៅកាន់អ្នកដទៃហ្នឹងគឺស្មោះត្រង់មែនតែនក្រោយតែពេលឃើញមានភ្ញៀវអញ្ចឹងហើយអេលីសនាងគឺបានផ្លាស់ប្ដូររាងកាយរបស់នាងខ្លាយទៅជាសម្លៀកបំពាក់អ្នកទទួលភ្ញៀវនិងបានទៅទទួលរាក់ទាក់ជាមួយអ្នកទាំងពីរផងដែរក្រោយតែពីបានសួរនាំគ្នាទៅវិញទៅមកទើបដឹងថាអ្នកទាំងពីរគឺចង់
ចុះឈ្មោះធ្វើជាអ្នកផ្សងព្រេងប៉ុន្តែត្រូវបានពួកអាជើងការនឹងចេញមកអកឡកហើយនាំជាមួយនឹងសូអេឈីទៅខាងក្រៅដែលសូអេឈីនិយាយថាមិនអីទេតិចទៀតមកវិញមានណាគ្រាន់តែសូអេឈីចេញទៅខាងក្រៅហ្នឹងពួកអាអ្នកទាំងហ្នឹងគឺបានដកមួករបស់សូអេឈីចេញហើយពួកគេហ្នឹងគឺចង់វាយសូអេឈីតែពួកអ្នកទាំងហ្នឹងគ្មានគីឡូនោះទេត្រូវបានសូអេឈីវាយឡើងពេញហ្នឹងសូអេឈីគឺបានរត់ចាក់ចេញទៅបន្សល់ទុកតែពួកគេនៅឈឺចាប់ក្រោយមកហ្នឹងសូអេឈីបានត្រឡប់ទៅកាន់ហ្គៀលវិញពួកគេគឺបាននិយាយថាពួកគេត្រូវការចុះឈ្មោះការតេស្តទី1ហ្នឹងពួកគេត្រូវតេស្តជាមួយនឹងដុំគ្រីស្តាល់មើលជាមួយនឹងរ៉ែងរបស់ពួកគេថារ៉ែងប៉ុន្មានចំពោះការតេស្តទី2គឺតេស្តរៀលតែម្ដងគឺឲ្យពួកគេហ្នឹងទៅប្រយុទ្ធជាមួយនឹងបិសាចហើយអ្នកដែលណែនាំផ្លូវហ្នឹងមានឈ្មោះថា Adroria ចំពោះ Adroria ហ្នឹងមើលទៅនាងពិតជាកាចមែនទែនប៉ុន្តែនាងមានហេតុផលរបស់នាងផ្ទាល់ខ្លួននៅពេលដែលពួកគេដើរចេញទៅខាងក្រៅ Adroria និយាយថាកុំចូលក្បែរខ្ញុំពេកព្រោះខ្ញុំមានសំណាងអាក្រក់ដែលត្រូវបណ្ដាសាអាក្រក់បើនិយាយចំទៅបណ្ដាសាមួយហ្នឹងឲ្យតែនរណាក្បែរគាត់នឹងមានបញ្ហាមិនខានទេមានគ្រោះថ្នាក់អីចឹងទៅមានក្មេងៗដែលរត់ក្បែរគាត់តាក់ជើងដួលហ្នឹងគឺថានឹងឯងគឺជាបញ្ហាដែលថាគ្រោះថ្នាក់ហើយពីឃើញក្មេងហ្នឹងដួល Adroria នាងទៅបានព្យាបាលរបួសរបស់ក្មេងប៉ុន្តែអរិស័យហ្នឹងគឺបានធ្លាក់មកលើក្មេងទៀតសំណាងអស់ហើយដែលនាងក្បែរហ្នឹងអាចជួយក្មេងហ្នឹងបានលុះក្រោយមកពួកគេទៅដល់ប្រាសាទបាក់បែកមួយកន្លែងហើយសូអេឈីហ្នឹងគ្រាន់តែយកដៃប៉ះបន្តិចនោះទេប្រាសាទហ្នឹងគឺបានធ្លាក់សង្កត់ទៅកាន់គាត់ដែលធ្វើឲ្យ Adroria ហ្នឹងគឺព្យាយាមរត់ទៅរកជាមួយនឹងសូអេឈីនិងយំបណ្ដើថាឲ្យតែមនុស្សណាដែលនៅក្បែរនាងហ្នឹងធ្វើតែងតែមានគ្រោះថ្នាក់ប៉ុន្តែនៅពេលនោះដៃរបស់សូអេឈីហ្នឹងគឺបានផុសចេញពីថ្មធ្វើមិននឹងសូអេឈីមានគ្រោះថ្នាក់ទៅបើសូអេឈីបានញ៉ាំផ្លែឈើវិវត្តដែលធ្វើឲ្យគាត់មានសំណាងគឺថាមហាសាលតែម្ដងមិនអាចមានបញ្ហាគ្រោះថ្នាក់នោះឡើយហើយ Adroria ហ្នឹងបានដើរទៅនិយាយថាឲ្យសូអេឈីថាថ្ងៃក្រោយហ្នឹងក៏មកនៅក្បែរនាងខ្លាំងពេកឃើញគ្រោះថ្នាក់អត់លុះបន្តមកទៀតហ្នឹងនៅតែអត់រៀងត្រូវបានឆ្កែគេដេញខំតែម្ដងនឹងឯងអត្តពលថាកុំឲ្យនៅក្បែរ Adroria ខ្លាំងពេកប៉ុន្តែអត់ទេគឺអត់ស្ដាប់នៅឡើយគឺទៅនៅក្បែរ Adroria តតែឆ្កែដេញខំចំពោះសាច់រឿងគឺបានកាត់ទៅដល់គៀលវិញហើយពួកគេហ្នឹងគឺអស់ត្រឹមនឹងឯងពួកគេត្រូវការធ្វើតេស្តហ្នឹងនៅថ្ងៃស្អែកបន្តទៀតសាច់រឿងគឺបានកាត់មកដល់ថ្ងៃថ្មីដែលឃើញថាពួកគេទាំងអស់គ្នានៅតែបន្តធ្វើការជាមួយនឹងគ្នាដែលទៅពេលនេះពួកគេត្រូវទៅបេះជាមួយនឹងផ្លែឈើសូអេឈីហ្នឹងគ្មានស្ដាប់ស្អីនោះទេគឺថារត់ចូលទៅវឹងតែម្ដងដោយសារតែចង់លេងសប្បាយរីករាយអញ្ចឹងណាពួកគេគឺបានទៅបេះជាមួយនឹងស្មៅប៉ុន្តែសូអេឈីវិញទៅបេះបានតែជាមួយនឹងផ្សិតពុលអីណាទៅវិញ Adroria ហ្នឹងគឺចង់ខឹងជាមួយនឹងសូអេឈីដែរប៉ុន្តែសូអេឈីគឺបានដើរទៅទៀតបានឃើញជាមួយនឹងស្មៅពុលហើយគាត់ក៏បានមើលឃើញជាមួយនឹងបិសាច3នាក់កំពុងតែនិយាយគ្នាក្រោយមកហ្នឹងសូអេឈីគឺបានបង្ហាញខ្លួនឲ្យពួកអ្នកទាំង3ហ្នឹងឃើញពួកអ្នកទាំង3មើលឃើញភ្លាមដឹងថាសូអេឈីគឺជាមនុស្សគឺបានរៀបរាប់ថាកម្លាំងរបស់ពួកគេខ្លាំងអីចឹងទៅថែមទាំងបានបោកក្របបែកនៅពីក្រោយខ្នងហ្នឹងវាផ្ទុះមើលទៅដូចជាខ្លួនឯងទាំង3ហ្នឹងគឺមានកម្លាំងខ្លាំងមហាសាលអញ្ចឹងណាក៏បានក៏ហៅយៈមួយមកទៀតដើម្បីធ្វើការវាយទៅកាន់សូអេឈីប៉ុន្តែវាមិនចូលនោះទេដោយដឹងហើយថាកម្លាំងរបស់សូអេឈីពិតជាខ្លាំងសូអេឈីក៏បានវាបំបែកជាមួយនឹងដំបងយៈហ្នឹងធ្វើឲ្យពួកអ្នកទាំង3គ្មាននៅនោះទេក្បាច់ម៉ែចែកឲ្យតែម្ដងហើយមុនអ្នកទាំង4ហ្នឹងចេញទៅគឺបានប្រាប់ផ្លូវទៅកាន់ដងជក់មួយកន្លែងផងដែរឯអ្នកទាំង3ហ្នឹងគឺបានទៅជួបជាមួយនឹងមេស្រីម្នាក់ទៀតដែលត្រូវបាននាងវាយប្រហារនឹងនិយាយថាពួកឯងនេះគ្រាន់តែមនុស្សក៏វាយមិនឈ្នះដែរក៏ប៉ុន្តែនាងមិនខ្វល់ទេមនុស្សទាំងអស់ហ្នឹងនឹងត្រូវស្លាប់ទាំងអស់មិនខាននោះឡើយចំពោះនៅខាងសូអេឈីនៅវិញហ្នឹងចូលទៅដល់ថ្ងៃថ្មីមួយទៀតដែលសូអេឈីបានទៅជួបជាមួយអ្នកយាមខ្លងទ្វារហើយនៅពេលនេះយាមនិយាយថាអូធ្វើការជាមួយនឹង Adroria ទៀតហើយពួកគេហ្នឹងគឺបាននិយាយគ្នាលេងមួយសន្ទុះពួកគេគឺបានចែកផ្លូវគ្នាដើម្បីធ្វើការរៀងៗខ្លួនចំពោះ Adroria ហ្នឹងគឺនាងបានឲ្យជាមួយនឹងសារីហ្នឹងគឺបញ្ចេញក្បាច់គុណហើយពួកគេទាំងអស់គ្នាបានទៅធ្វើតេស្តវាប្រហារជាមួយនឹងស្លែមក៏ប៉ុន្តែនៅពេលនោះហ្នឹង Adroria នាងនិយាយថាកុំបញ្ចេញកម្លាំងខ្សោយបែបហ្នឹងនាងក៏បានដើរនាំផ្លូវទៅប៉ុន្តែជាន់អន្ទាក់ក្រោយមកហ្នឹងអ្នកទាំងពីរគឺបានចាប់ដៃសារីគឺបានធ្លាក់ចូលទៅក្នុងដងជក់មួយកន្លែងហ្នឹងទាំង3នាក់តែម្ដងក្រោយតែវាធ្លាក់ចូលទៅក្នុងដងជក់ហើយហ្នឹង Adroria ហ្នឹងដូចជាអត់ពេញចិត្តទេដែលឃើញអ្នកទាំងពីរមកជាមួយនឹងខ្លួនអីចឹងទៅដែលវាអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកទាំងពីរប៉ុន្តែយ៉ាងណាក៏ដោយនាងនឹងការពារហើយនាងបានឲ្យដុំត្បូងនៅជីវិតហើយចំពោះអាដុំត្បូងមួយហ្នឹងគឺជាដុំត្បូងនៃជីវិតរបស់ដៃគូរបស់ពួកគាត់បើសិនជាដៃគូរបស់ពួកគាត់មានគ្រោះថ្នាក់ដុំត្បូងមួយហ្នឹងវានឹង alert ប្រាប់ទៅកាន់ពួកគេមិនខានក្រោយមកហ្នឹង Adroria បោះជំហានទៅមុខប៉ុន្តែចន្ទអន្ទាក់ម្ដងទៀតឲ្យតតែបានគឺថាភាពសួយរបស់អ្នកហ្នឹងគឺថាសួយដល់កំពូលហើយដែលធ្វើឲ្យអ្នកទាំង3នាក់គឺបានបែកផ្លូវគ្នារៀងៗខ្លួនពួក Adroria ហ្នឹងព្យាយាមស្រែកហៅអ្នកទាំងពីរដែរប៉ុន្តែអ្នកទាំងពីរមិនលឺនោះទេសូអេឈីបាត់ដាល់ជាមួយនឹងជញ្ជាំងប៉ុន្តែឃើញថាជញ្ជាំងហ្នឹងរឹងមាំខ្លាំងពេកដែលគាត់មិនអាចដាល់ធ្លុះនោះឡើយប៉ុន្តែយ៉ាងណាក៏ដោយសារីនិយាយថាដុំត្បូងវិតាមុនហ្នឹងដូចជាអត់មានបានបញ្ចេញប្រតិកម្មអីនោះទេចឹងហើយនឹង Adroria ប្រហែលជាអត់មានគ្រោះថ្នាក់ទេពួកគេគួរតែស្វែងរកផ្លូវដើម្បីទៅរកគ្នាឡើងវិញទៅដល់ឡែកចំពោះតែ Adroria ណែវិញហ្នឹងគឺថានាងដើរទៅពីមួយកន្លែងទៅមួយកន្លែងជួបសិតតែ3សាច់វាម្ដងហើយម្ដងទៀតហើយនាងក៏មានរបួសផ្តិចតួចផងដែរចំណែកនៅខាងតួឯករបស់យើងឯនេះវិញបានទៅឃើញជាមួយនឹងកំណប់មួយហើយចំពោះកំណប់មួយហ្នឹងអ្វីដែលរត់តែពិសេសគឺវាមានដៃជើងដើម្បីធ្វើការរត់គេចអំពីមនុស្សថែមទៀតផងបើនិយាយទៅបើសិនជានៅក្នុងរឿង fantasy រឿងបែបប្រឌិតឆ្នៃបែបហ្នឹងគេតែងតែគិតថាឲ្យតែប្រអប់មានដៃមានជើងគឺជាប្រអប់វីតាមីនដែលចាជាអន្ទាក់ដើម្បីសម្រាប់ជាមួយនឹងពួកមនុស្សអញ្ចឹងណាលើកលែងតែប្រអប់នេះវិញទេគឺអត់ចេះមានអន្ទាក់អីនោះឡើយលុះបន្តមកសូអេឈីបានវាប្រហារទៅកាន់ប្រអប់មួយហ្នឹងធ្វើឲ្យវាហ្នឹងបាត់បង់ជីវិតហើយវាបានខ្លាចទៅជាប្រអប់ធម្មតាបើកំណប់ចេញមកឃើញជាមួយនឹងប្រអប់មួយចំនួនដូចជាសៀវភៅរបស់
របស់វាអាចធ្វើកំណត់ហេតុរបស់វាផ្ទាល់ហ្នឹងណាចំពោះជីវិតកំណត់មួយហ្នឹងតាមពិតទៅវាគ្រាន់តែមានក្តីសម័យដែលអាចធ្វើការផ្សងព្រេងក៏ដូចជាឲ្យអ្នកផ្សងព្រេងហ្នឹងបើកមើលវានៅឃើញជាមួយនឹងកំណត់ផ្សេងប៉ុន្តែការគិតរបស់វាគឺខុសឆ្លាស់តែម្ដងក៏ព្រោះថាឲ្យតែមនុស្សណាក៏ដោយនៅពេលដែលឃើញវាហ្នឹងគិតថាវាគឺជាកំណត់បិសាចដែលមានអន្ទាក់អីចឹងទៅដែលធ្វើការវាប្រហារតាកាន់វាតែរហូតដែលធ្វើឲ្យវាហ្នឹងតែងតែរត់កែកបើនិយាយចំទៅជីវិតដ៏កំសត់របស់កំណត់មួយហ្នឹងគឺថាស្ដាប់ទៅរៀងកំ ប្លែងបន្តិចកំសត់បន្តិចហើយលុះបន្តមកទាំងសារីទាំងសូអេឈីបានបើកមើលប្រអប់មួយនោះបានឃើញថាមានជាមួយនឹងចិញ្ចៀនដែលផ្ទុកជាមួយនឹងសំណាងមហាសាលតែម្ដងហើយក៏មានជាមួយនឹងប្រដាប់ផ្កាវាយវាយប្រហារមួយចំនួនក៏ប៉ុន្តែដុំត្បូងនៅលើដើមទ្រូងរបស់សារីចាប់ផ្ដើមចេញពន្លឺដែលចង់បញ្ជាក់ដែរថាអាល់តូរីនឹងនៅពេលនេះមានគ្រោះថ្នាក់ដល់ជីវិតនាងគឺបានដើរចូលទៅក្នុងបន្ទប់មួយចៃដន្យអីបន្ទប់មួយហ្នឹងគឺជាបន្ទប់នៃបោះដងជក់មួយនេះតែម្ដងនៅពេលនេះគឺនាងបានប៉ះជាមួយនឹងស្ដេចនាគពណ៌ខ្មៅចំពោះពួកបិសាចទាំង3នាក់ឯនេះវិញហ្នឹងពួកវាបានគិតដែរថាមេរបស់ពួកវាប្រហែលជានឹងស្លាប់នៅពេលដែលជួបតួឯករបស់យើងដោយសារតែកម្លាំងតួឯកហ្នឹងគឺខ្លាំងពេកចំពោះតួឯកឯនេះវិញហ្នឹងគឺចាប់ផ្ដើមឆ្លេឆ្លាក្រោយពីដឹងថាអាល់តូរីហ្នឹងគឺមានគ្រោះថ្នាក់ដល់ជីវិតគាត់គឺចាប់ផ្ដើមដាល់ជញ្ជាំងដាល់យកតែម្ដងបើទោះដៃរបស់គាត់ឈឺក៏ដោយដែលឡែកបើងាកមកមើលអាល់តូរីឯនេះវិញហ្នឹងនាងនិយាយដែរថានាងមិនអាចចាញ់នោះទេនាងគឺបានដកយកជាមួយនឹងភាពស្រួយរបស់នាងនៅក្នុងខ្លួនហ្នឹងបង្កើតបានទៅជាម៉ាណាពត់ជុំវិញខ្លួនដែលយកវាហ្នឹងធ្វើជាអាវុធក្នុងការចូលប្រយុទ្ធជាមួយនឹងស្ដេចនាគមួយហ្នឹងប៉ុន្តែវាមិនចោះនោះទេត្រូវបានគេវាឡើងពើងពុទោះបីជាចាញ់ម្ដងហើយម្ដងទៀតក៏ដោយក៏នាងនៅតែព្យាយាមងើបទៅប្រយុទ្ធទៀតរហូតតទៅដល់វិនាទីចុងក្រោយហ្នឹងអបិនាគមួយហ្នឹងគឺបានកវត្តកតុយដូចជាដាវអញ្ចឹងបានចាក់ទៅកាន់អាល់តូរីដែលធ្វើឲ្យនាងនៅពេលនេះគឺមិនអាចងើបឈរទៀតនោះទេសល់ត្រឹមតែដង្ហើមចង្រៃទោះបីជាខ្លួនស្ទើរតែស្លាប់ទៅហើយក៏ដោយក៏នាងនៅតែគិតអំពីអ្នកទាំងពីរនោះដែរគិតថាបើសិនជាអ្នកទាំងពីរហ្នឹងមិនធ្លាក់ចូលមកក្នុងសភាពបែបនេះនាងប្រហែលជាសប្បាយចិត្តជាងនេះហើយខ្លួននាងក៏ចង់និយាយសុំទោសទៅកាន់អ្នកទាំងពីរហ្នឹងដែរដែលនាំអ្នកទាំងពីរហ្នឹងចូលមកក្នុងបញ្ហាប៉ុន្តែនៅពេលដែលនាងស្ទើរតែបានបាត់បង់ជីវិតទៅហើយដែលជាពេលដែលនាងគិតថានាងនឹងត្រូវបាត់បង់ជីវិតបែរជាបានឃើញវត្តមានរបស់តួអង្គឯកយើងហ្នឹងចេញមកដើម្បីជួយសង្គ្រោះជីវិតរបស់នាងដែលនៅពេលនោះសូអេឈីនិយាយដែរថាពួកយើងទាំងពីរនាក់មកទីនេះដើម្បីទៅជួយនាងហើយអាល់តូរីហើយមានសុំស្លេះវីដេអូមួយនេះតែប៉ុណ្្នឹងណាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយសាច់រឿងគឺរំលឹកការពិភាក្សាមុនបន្តិចនៅពេលដែលតួអង្គឯករបស់យើងហ្នឹងគឺកំពុងតែទៅបំពេញបេសកកម្មដើម្បីក្លាយទៅជាអ្នកផ្សងព្រេងពិតប្រាកដមួយហើយចំពោះឯការធ្វើដំណើរជាមួយនឹងអាតារីហ្នឹងគឺពួកគេបានចិនជាមួយនឹងអន្ទាក់ Teleport មួយដែលបានបញ្ជូនពួកគេហ្នឹងទៅកាន់គុកងងឹតមួយកន្លែងដែលមានជាមួយនឹងប្លែកត្រាកនកតហើយនៅtrongវីដេអូនៃភាគមុនហ្នឹងឃើញថាអាតារីហ្នឹងចិត្តនឹងស្លាប់ទៅហើយដែលក្រមស្នាដៃរបស់ប្លែកត្រាកនកតប៉ុន្តែត្រូវបានតួអង្គឯករបស់យើងហ្នឹងដែលជាសូអេឈីទៅជួយទាន់ចូលមកដល់ភាគថ្មីគឺអាតារីបានឃើញជាមួយនឹងសារីក៏ដូចជាសូអេឈីហ្នឹងមកជួយនាងទាន់ពេលវេលាប៉ុន្តែដង្ហើមរបស់នាងហ្នឹងស្ទើរតែអស់ទៅហើយដោយសារតែនាងរបួសខ្លាំងពេកក្រោយមកសាច់រឿងគឺបានលេងត្រឡប់ថយក្រោយបន្តិចនៅអំឡុងពេលដែលសូអេឈីនិងសារីទៅជួយជាមួយនឹងអាល់តារីដែលពួកគេហ្នឹងគឺបានវាយជញ្ជាំងដើម្បីបំបែកចូលទៅជួយជាមួយនឹងអាល់តារីនឹងឯងដែលពួកគេក៏លាយឡំជាមួយនឹងវេទមន្ត Teleport ក្នុងការធ្វើដំណើរផងដែរដែលទីបំផុតពួកគេគឺអាចមកទាន់ពេលវេលាលុះចូលមកដល់បច្ចុប្បន្ននេះវិញដែលសូអេឈីបានឲ្យជាមួយនឹងក្របថ្នាំមួយដែលជាក្របថ្នាំកម្រិតខ្ពស់ដើម្បីព្យាបាលទៅកាន់អាតារីគាត់ឯនេះវិញគឺចូលទៅប្រយុទ្ធជាមួយនឹងប្លែកត្រាកនកតសូអេឈីបាននិយាយយ៉ាងលយដែរថាយើងនឹងធ្វើការកម្ចាត់ឯងអានាគខ្មៅចំពោះឯការប្រយុទ្ធនៅពេលហ្នឹងសូអេឈីចង់ចូលទៅប្រយុទ្ធដែរប៉ុន្តែត្រូវបានប្លែកត្រាកនហ្នឹងព្រោះភ្លើងដាក់គាត់ហក់ឡើងទៅខាងលើក៏ប៉ុន្តែត្រូវបានប្លែកត្រាកនហ្នឹងស្តាន់ជាមួយនឹងរាងកាយរបស់គាត់ជាប់មិនឲ្យគាត់ហ្នឹងអាចកម្រើកខ្លួននោះទេថែមទាំងត្រូវបាននាគខ្មៅហ្នឹងវាយគាត់ឡើងពឹងទៅបុកជញ្ជាំងយ៉ាងណាក៏ដោយក៏សូអេឈីអត់មានផលប៉ះពាល់អីធ្ងន់ធ្ងរនោះដែរនៅពេលជាមួយនឹងគ្នានោះសារីក៏បានប្រាប់ដែរថាឲ្យសូអេឈីប្រើជាមួយនឹងស្ប៉ែមួយដែលប្រើដាក់ទៅកាន់នាងការបែបប្រយុទ្ធគ្នាគឺអាស្ប៉ែទឹកហ្នឹងដែលសូអេឈីបានវាចំខ្លួនឯងនឹងឯងប៉ុន្តែមិនដឹងថាលើកនេះនឹងអាចវាត្រូវនាគដែរឬអត់នោះទេសូអេឈីគាត់ក៏បានយល់ព្រមជាមួយនឹងគំនិតរបស់សារីហើយបានចាប់ផ្ដើមជាមួយនឹងស្ប៉ែទឹករបស់គាត់បានខាសស្ប៉ែហ្នឹងដើម្បីបញ្ចេញទឹកមកគឺត្រូវទាំងនាគត្រូវទាំងគាត់ដែលជាម្ចាស់ស្ប៉ែហ្នឹងថែមទៀតផងដែលតែពេលនេះហ្នឹងនាគគឺចាប់ផ្ដើមនៅតែបន្តព្រោះភ្លើងទៅកាន់សូអេឈីម្ដងទៀតប៉ុណ្ណឹងមិនមែនជាបញ្ហារបស់សូអេឈីទេសូអេឈីគាត់គឺបានប្រើនៅបំលាស់ទីយ៉ាងលឿនដើម្បីធ្វើការកែកប៉ុន្តែយ៉ាងណាក៏ដោយហ្នឹងនាគគឺបានដឹងថាសូអេឈីលឿនគាត់គឺបានស្តាន់សូអេឈីនៅជាប់មកកន្លែងបើទោះបីជានាគអាចស្តាន់សូអេឈីជាប់មកកន្លែងក៏ដោយប៉ុន្តែសូអេឈីនៅតែមានពេលវេលាកំណត់របស់គាត់ដែលអាចកម្រើកខ្លួនវិញគឺបានសម្លាប់ទៅកាន់នាគហ្នឹងជាមួយនឹងដាវរបស់គាត់យ៉ាងលឿនតែម្ដងនាគគាត់គឺបានស្លាប់ថែមទាំងនិយាយទៀតថាអីគេខ្ញុំអាចចាញ់ឯងមែនទេមនុស្សខ្ញុំមិនអាចនោះទេមិនដែលចាញ់ពីមុនមកនោះឡើយប៉ុន្តែយ៉ាងណាក៏ដោយគាត់គឺបានរលាយបាត់ទៅតែម្ដងក្រោយមកហ្នឹងសារីគាត់បានរត់ទៅអោបជាមួយនឹងសូអេឈីមួយទំហឹងតែម្ដងធ្វើឲ្យអ្នកមើលរបស់យើងហ្នឹងគឺចំណែនខ្លាំងណាស់នៅពេលដែលនាងអោបជាមួយនឹងសូអេឈីម្ដងក្រោយមកហ្នឹងសូអេឈីបានចូលទៅយកជាមួយនឹង item មួយចំនួនក្រោយពីគាត់បានសម្លាប់ប្លែកត្រាកនកតហើយនៅពេលហ្នឹងគាត់គឺបានទទួលនៅ item មួយដែលអាចធ្វើការឲ្យគាត់នឹង teleport បានមានចាំយូរនោះទេសូអេឈីគឺលេបចូលក្នុងពោះតែម្ដងដើម្បីអាចធ្វើការប
បង្កើតជាមួយនឹងវេទមន្ត teleport ហើយបន្តមកទៀតសូយឈីគាត់គឺបានមើលជាមួយនឹងវេទមន្តផ្សេងៗទៀតតើវាមានដំណើរការអីអត់នៅពេលហ្នឹងគាត់ឆ្ងល់ថាតើអាវេទមន្ត teleport ហ្នឹងវេទមន្តអីគេក្រោយតែពីឆ្ងល់ហើយគ្មានចម្លើយហ្នឹងសារីគឺបានប្រាប់គាត់ឲ្យទៅបើកមើលជាមួយនឹងកំណត់ផ្សេងទៀតពួកគេគឺបានរកឃើញជាមួយនឹងសៀវភៅកំណត់ហេតុរបស់ប្លែកត្រាកនកតចំពោះសាច់រឿងរបស់ប្លែកត្រាកនកតហ្នឹងគឺចង់និយាយតាក់ទងតាំងពីដើមឡើយហ្នឹងគាត់គឺត្រូវគ្នាជាមួយនឹងមនុស្សធម្មតាអីនោះទេហើយគឺបានប្រកៀកស្មាគ្នាជាមួយនឹងមនុស្សដើម្បីធ្វើសង្គ្រាមនឹងឯងប៉ុន្តែជាអកុសលអីហ្នឹងពួកមនុស្សគឺលោភលន់ហេតុថាចង់បានជាមួយនឹងអាវុធដ៏ខ្លាំងក៏ដូចជាចង់បានជាមួយនឹងផ្នែកមួយចំនួននៃរាងកាយរបស់ប្លែកត្រាកនកតហ្នឹងពួកគេគឺបានក្បត់ជាមួយនឹងប្លែកត្រាកនកតក៏ដូចជាវាយប្រហារប្លែកត្រាកនកតដែលធ្វើឲ្យគាត់ហ្នឹងមករស់នៅក្នុងរូងភ្នំមួយនេះដាច់ស្រយាលតែម្នាក់ឯងក៏ដូចជាមានគំនុំចង់ជាមួយនឹងពួកមនុស្សមែនតែនគ្រាន់តែវាបានដឹងអំពីរឿងរ៉ាវនៃប្លែកត្រាកនកតហើយហ្នឹងសូអេឈីគឺយំយកតែម្ដងដោយគាត់មិននឹកស្មានថារឿងរ៉ាវរបស់ប្លែកត្រាកនកតហ្នឹងគឺកំសត់អីម្លេះទេប៉ុន្តែត្រូវបានសារីនិយាយដែរថាតើនៅពេលនេះ Master Ship នៃណាហេតុអីក៏គាត់មិនចេញមកមានណាផ្ទុះប៊ឺមក្បាលរបស់សូអេឈីហ្នឹងឡើងកញ្ញាញ់តែម្ដងនិយាយរួមទៅ Master Ship ហ្នឹងគឺធ្វើបាបជាមួយនឹងគាត់មែនតែនហើយសូអេឈីហ្នឹងគាត់ក៏បានសម្លឹងមើលជាមួយនឹងกระดาษដែល Master Ship បានទម្លាក់មក Master Ship និយាយដែរថាតាមពិតគាត់មកដល់ទីនេះហើយប៉ុន្តែគាត់បានមកដោយផ្ទាល់ទេគាត់តម្លាក់ជាមួយនឹងกระดาษឲ្យពួកគេអានកระดาษមួយហ្នឹងបានសរសេរថាអបអរសាទរផងសូអេឈីដែលអាចបានកម្ចាត់ជាមួយនឹងមេនៃដងចងមួយនេះផងដែរអ្វីដែលរឹតតែសំខាន់ហ្នឹងគឺគេអាចធ្វើការកម្ចាត់ជាមួយនឹងបិសាចមួយហ្នឹងហើយគេក៏ជាមនុស្សដែលមានថាពុគឺថាខ្លាំងយកតែមែនតែនអាចសម្លាប់ជាមួយនឹងស្ដេចបិសាចក៏បានដែរបើគិតពីកម្លាំងរបស់គេនៅពេលនេះក៏ប៉ុន្តែសូអេឈីគឺបានបរាជ័យនៅបេសកកម្មមួយទៀតគឺតម្រូវឲ្យគេហ្នឹងធ្វើការផ្សះផ្សារវាងទំនាក់ទំនងរបស់ប្លែកត្រាកនកតជាមួយនឹងមនុស្សឲ្យត្រូវគ្នាវិញអីចឹងទៅប៉ុន្តែសូអេឈីហ្នឹងគឺទឹកមុខសេតមែនតែនដែលគាត់ហ្នឹងគឺមិនអាចផ្សះផ្សាបានទាំងដែលតាមពិតទៅហ្នឹងពាក្យទាំងហ្នឹងគ្រាន់តែ Master Ship ហ្នឹងគាត់និយាយលេងសើចជាមួយនឹងសូអេឈីតែប៉ុណ្ណោះសូអេឈីគ្រាន់តែលឺអញ្ចឹងភ្លាមហ្នឹងក្តៅឆេវជាមួយនឹង Master Ship តែម្ដងយីចេះតែមានហើយមកបោកគ្នាលេងអញ្ចឹងកើតក្រោយមក Master Ship ហ្នឹងគាត់បាននិយាយទៀតថាសូអេឈីប៉ុន្មានថ្ងៃនេះកុំទៅឃ្លាជាមួយនឹងដងចង់ផ្សេងផ្ដេសផ្ដាយសោះដោយសារតែនេះគឺជាថ្ងៃឈប់សម្រាករបស់ខ្ញុំហើយឲ្យខ្ញុំបានសម្រាកខ្លះផងមិនមែនចេះតែដើរឃ្លាដងចង់ផ្ដេសផ្ដាស់ដូចជាថ្ងៃនេះនោះទេហើយមាននិយាយមែនមិននឹកស្មានថា Master Ship ហ្នឹងចេះមានថ្ងៃឈប់សម្រាកដូចនឹងគេដូចនឹងឯងដែរយីចេះតែមានហើយចូលមកកាន់សាច់រឿងយើងវិញគឺនៅពេលនេះ Master Ship ហ្នឹងគាត់បានបញ្ជូនជាមួយនឹងសូអេឈីក៏ដូចជាគ្នារបស់គាត់ហ្នឹងទៅកាន់រាជធានីវិញដើម្បីពួកគាត់ចូលទៅក្នុងរាជធានីវិញអញ្ចឹងទៅចំណែកឯអាតូរីឯនេះវិញនាងបានមើលជាមួយនឹងភាពសួយរបស់នាងនៅតែដក2លានដដែលដែលធ្វើឲ្យនាងហ្នឹងពិតជាឈឺចាប់មែនតើបើទោះបីជាឃើញថាអ្នកទាំងពីរហ្នឹងពួកគេនៅមានជីវិតក៏ដោយក៏នាងហ្នឹងគឺបានធ្វើការរត់គេចទៅមុនចំណែកនៅក្នុងហ្គីលឯនេះវិញពួកគេគឺបានជួបជាមួយនឹង Gas គាត់បានតម្លឹងឲ្យពួកអ្នកទាំងពីរហ្នឹងគឺបានខ្លាចទៅជាអ្នកផ្សងព្រេងយ៉ាងពិតប្រាកដចំណែកសារីគឺបានរត់ចេញទៅតែម្ដងបើតាក់ទងជាមួយនឹងមូលហេតុដែលសារីរត់ចេញទៅហ្នឹងនិយាយងាយយល់ទៅហ្នឹងគឺនាងខ្មាស់ជាមួយនឹងខ្លួនឯងដែលមិនអាចការពារអ្នកទាំងពីរបែរជាឲ្យអ្នកទាំងពីរហ្នឹងការពារនាងទៅវិញណាមួយវិញទៀតនាងបែរជាគិតថានាងគឺជាមនុស្សដែលនាំសំណាងអាក្រក់ទៅដល់ពួកគេទៅធ្វើឲ្យពួកគេហ្នឹងធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ដល់ជីវិតបែបហ្នឹងក្រោយមកសាច់រឿងបែរជាបានកាត់ទៅកាន់បិសាចទាំង3ឯនេះវិញដែលបានដាក់អន្ទាក់ទៅកាន់អ្នកទាំង3នាក់ហ្នឹងឲ្យធ្លាក់ចូលទៅក្នុងជាមួយនឹងអន្ទាក់ប្លែកត្រាកនកតប៉ុន្តែពួកគេហ្នឹងគឺនិយាយបែបសប្បាយរីករាយឈៀលអីចឹងទៅហ្វាលូសាដែលជានារីបិសាចម្នាក់ទៀតហ្នឹងនាងបាននិយាយដែរថាអាអ្នកទាំង3មិនពួកឯងទៅដាក់អន្ទាក់គេផ្ដេសផ្ដាសអញ្ចឹងហើយបើឯងដាក់ផ្ដេសផ្ដាសអញ្ចឹងមនុស្សច្បាស់ជាធ្លាក់ចូលក្នុងអន្ទាក់អ្នកណាដែលធ្លាក់ចូលទៅច្បាស់ជាស្លាប់បាត់បង់ជីវិតមិនខានស្លាប់អីបើសូអេឈីបានវាយកំទេចជាមួយនឹងប្លែកត្រាកនហ្នឹងសំបើវងកញ្ចក់បន្តិចគ្នាយើងតាក់ទងជាមួយនឹងបិសាចទាំង3ដែលបានដាក់អន្ទាក់ហ្នឹងតាមកាពិតទៅហ្នឹងពួកវាដាក់អន្ទាក់ដើម្បីធ្វើការប្រមាញ់ទៅកាន់ពួកមនុស្សដោយសារតែវាគិតថាបើពួកមនុស្សណាដែលដើរឆ្លងកាត់ទីកន្លែងហ្នឹងច្បាស់ជាពួករបស់ស្ដេចហ្នឹងដើម្បីធ្វើការកម្ចាត់ជាមួយនឹងពួកបិសាចគ្នាវាអញ្ចឹងទៅហើយបើនិយាយតាក់ទងជាមួយនឹងបិសាចវិញពួកបិសាចហ្នឹងគឺសិតតែជាមនុស្សដែលល្អនោះទេពួកមនុស្សនោះទេដែលជាអ្នកចិត្តអាក្រក់ចង់បានអំណាចដើម្បីឈ្លានពានជាមួយនឹងទឹកដីរបស់បិសាចមកធ្វើជាទឹកដីរបស់ខ្លួនបើនិយាយស្មោះត្រង់ទៅក្នុងរឿងហ្នឹងគឺប្លែកយកតែមែនទែនអ្នកដែលចិត្តអាក្រក់បែរជាចិត្តល្អអ្នកដែលគួរតែចិត្តល្អបែរជាខ្លាចទៅជាមនុស្សអាក្រក់អីណាទៅវិញងាកមកមើលសូអេឈីដែលព្យាយាមរត់តាមជាមួយនឹងអារីហ្នឹងបែរជាមកជួបគ្នាជាមួយនឹងរីណាទៅវិញដែលរីណាហ្នឹងនិយាយតាក់ទងជាមួយនឹងអារីដែលថានាងគឺជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ក៏ដូចជារៀងតូចចិត្តជាមួយនឹងខ្លួនឯងដែលមានសំណាងអាក្រក់អីអញ្ចឹងទៅបើសូអេឈីចង់ស្វែងរកនាងរកជាមួយនឹងកន្លែងណាដែលគិតថានាងទៅក្រោយតែវាបានការណែនាំបរីណាហើយហ្នឹងសូអេឈីគាត់ក៏អាចរកឃើញអំពីកន្លែងដែលឃើញថាអាល់តារីទៅតែមកអាល់តារីនាងក៏បានបើកចិត្តនិយាយជាមួយនឹងសូអេឈីប្រាប់តាមត្រង់ដែរថានាងហ្នឹងគឺខ្លាចនឹងប្រឈមមុខជាមួយនឹងការស្លាប់មនុស្សជំនាញខ្លួនរបស់នាងនៅពេលដែលពួកគេមកស្និទ្ធស្នាលជាមួយនឹងនាងព្រោះតែថានាងហ្នឹងគឺជាមនុស្សដែលមានសំណាងអាក្រក់តាំងពីកើតមកម្ល៉េះក្រោយពីស្ដាប់អារីនិយាយចប់ហើយហ្នឹងសូអេឈីគាត់ក៏បានទៅអោបជាមួយនឹងនាងដោយផ្ដល់កម្លាំងចិត្តទៅកាន់នាងចំណែកនាងឯនេះវិញហ្នឹងគឺថាអៀនខ្លួននឹងមុខក្រហមតែម្ដងសូអេឈីនិយាយដែរថាគាត់នឹងការពារទៅកាន់នាងនិងព្យាយាមជួយទៅកាន់នាងមិនថាមានគ្រោះថ្នាក់អ្វីក៏ដោយជួបរឿងអ្វីក៏ដោយក៏ប៉ុន្តែក៏ដូចជាអៀនសម្ដីខ្លួនឯងក៏បានថយទៅក្រោយយ៉ាងលឿនលុះបន្តមកទៀតហ្នឹងគាត់គឺបានទៅទាញជាមួយនឹងដៃរបស់អារីហ្នឹងពាក់ជាមួយនឹងចិញ្ចៀនហើយអាការពាក់ហ្នឹងទៀតសហ្នឹងគឺគាត់ពាក់ជាមួយនឹងដៃឆ្វេងហើយគឺដៃនាងថែមទៀតហើយនៅក្នុងពិភព anime មួយនេះការពាក់ចិញ្ចៀនឲ្យគ្នានៅដៃនាងហ្នឹងបានន័យថាគេទុកពាក់ឲ្យតែគូដណ្ដឹងឬក៏ប្រពន្ធរបស់គេតែប៉ុណ្ណោះសូអេឈីហ្នឹងគឺបានពាក់ទៅឲ្យនាងដោយមិនដឹងខ្លួនថែមទាំងបានបញ្យល់ទៅកាន់នាងទៀតថានេះគឺជាចិញ្ចៀនដែល
តែសំណាងមិនល្អហើយចំពោះអ្នកណាក៏ដោយឲ្យតែពាក់ចិញ្ចៀនមួយនេះហ្នឹងសំណាងមិនល្អគុណនឹង2តែម្ដងចំពោះឯរឿងនេះគឺគេចង់បញ្យល់តាក់ទងមួយគណិតវិទ្យាបន្តិចត្រង់ថាអារ្យហ្នឹងគឺនាងមានសំណាងមិនល្អរហូតដល់ដក2លានឯណោះបើសិនជាពាក់ជាមួយនឹងចិញ្ចៀនមួយនេះដក2លានគុណជាមួយនឹងដក2ខ្លាចទៅជាវិជ្ជមានវិញអញ្ចឹងបានន័យថានាងមានសំណាងល្អរហូតដល់4លានឯណោះហើយបើនិយាយអំពីសូអេឈីនៅពេលហ្នឹងគឺនិយាយលំជាមួយនឹងអារ្យហ្នឹងច្រើនមែនតើថាខ្លួនហ្នឹងនឹង support នាង 100% គ្រប់គ្រងនាង 100% មិនថានាងធ្វើអីក៏ដោយដែលពាក្យនេះស្ដាប់ទៅវាដូចជាអត្តន័យស្នេហាដែលធ្វើឲ្យអារ្យហ្នឹងអៀនខ្លាំងពេករត់ចេញទៅតែម្ដងប្រុសល្ងងដូចជាសូអេឈីហ្នឹងក៏បានគិតដែរថាតើខ្ញុំធ្វើអីខុសមែនចង់ទៅតាមគេទៀតហ្នឹងណាប៉ុន្តែបើជានឹកឃើញថានាងមុននឹងចេញទៅក៏បានអរគុណគាត់ផងដែរគាត់ក៏គិតថាប្រហែលជានាងមិនបានខឹងអីធំដុំនោះទេហើយចំពោះឯសារីអីឯណែវិញហ្នឹងនៅពេលយប់ហ្នឹងគឺនាងដើរតែម្នាក់ឯងនាងគិតដែរថាអារម្មណ៍របស់នាងដូចប្លែកៗហើយលួចស្រឡាញ់គេតែឯងម្នាក់ឯងហើយមែនទេអញ្ចឹងណាហើយអត់មានចង់ប្រាប់គ្នាយើងដែរថាអារីអាចលួចស្រឡាញ់គេតែម្នាក់ឯងតែគ្នាយើងកុំលួចស្រឡាញ់គេតែម្នាក់ឯងណាឈានចូលមកដល់ថ្ងៃថ្មីហ្នឹងនៅពេលដែលតួឯករបស់យើងដែលជាសូអេឈីហ្នឹងតែងតែជួបជាមួយនឹងអាល់តារីហ្នឹងអាល់តារីតែងតែរត់គេចហើយគាត់គឺពោលល្អជាមួយនឹងសារីផងដែរហើយលុះបន្តមកទៀតគាត់ចេញទៅទៀតហើយចេញទៅជួបគ្នាជាមួយនឹងអាល់តារីតែអាល់តារីហ្នឹងគឺអៀនរហូតតតែរត់គេចទៀតហើយចំពោះឯសារីនៅពេលហ្នឹងគឺនាងអត់ដឹងធ្វើអីទេមានតែទទួលយកខ្វេះមួយទៅលេងថែទាំក្មេងៗគឺបានបំលែងខ្លួនឯងខ្លាចទៅជាស្វាកូឡាឡាហ្នឹងដើម្បីលេងជាមួយនឹងក្មេងៗថែមទៀតផងសាច់រឿងគឺបានកាត់ទៅដល់អាណាចក្រខៃសើដែលស្ដេចនៅពេលនេះកំពុងតែប្រជុំគ្នាជាមួយនឹងមន្ត្រីរបស់ខ្លួនដើម្បីធ្វើការគ្រប់គ្រងជាមួយនឹងមិត្តរួមថ្នាក់របស់សូអេឈីដែលត្រូវបានព្រះ Teleport មកដើម្បីយកពួកគេហ្នឹងមកធ្វើជាទេសកលក៏ដូចជាប្រើធ្វើជាអាវុធដើម្បីធ្វើការសម្លាប់ជាមួយនឹងមនុស្សក៏ដូចជាជាមួយនឹងបិសាចតែតាមការពិតទៅអាណាចក្រខៃសើហ្នឹងគឺបានបោកជាមួយនឹងមិត្តរួមថ្នាក់របស់សូអេឈីដែលថានឹងឲ្យពួកគេខ្លាចទៅជាវីរៈបរិះអីចឹងទៅទាំងដែលជាក់ស្ដែងហ្នឹងតាមពិតគឺចង់បោកពួកអ្នកទាំងហ្នឹងដើម្បីប្រើធ្វើការឲ្យពួកអ្នកទាំងហ្នឹងទៅធ្វើសង្គ្រាមដើម្បីទៅផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះក្រោយមកសាច់រឿងគឺបានកាត់ទៅកាន់សូអេឈីឯណេះវិញដែលគាត់កំពុងតែព្យាយាមស្វែងរកជាមួយនឹងព័ត៌មានបន្ថែមទៀតតាក់ទងថាតើគ្នាគាត់ដែលត្រូវបាន Teleport មកហ្នឹងទៅដល់ទីណាអស់ហើយគាត់ព្យាយាមស្វែងរកជាមួយនឹងសិភៅវីរៈបរិះអីចឹងណាដើម្បីស្វែងរកថាមិត្តភក្តិរបស់គាត់ខ្លាចទៅជាវីរៈបរិះនៃរាជវាំងមួយណាបើនិយាយឲ្យខ្លីមួយម៉ាត់ទៅគឺគេមិនអាចរកឃើញនោះទេអំពីព័ត៌មាននៃមិត្តរួមថ្នាក់របស់គេដែលមកពិភពមួយនេះតែយ៉ាងណាក៏ដោយគាត់គឺបានទៅបើកមើលជាមួយនឹងសិភៅវេទមន្តគឺថាគ្រាន់តែមើលភ្លាមចេះភ្លាមតែម្ដងដោយសារ system របស់គាត់ហ្នឹងគឺនាំសំណាងមកកាន់គាត់ 100% នៅពេលដែលគាត់មើលប៉ះសិភៅវេទមន្តហ្នឹងគឺថាគាត់ចេះទាំងអស់សិភៅវេទមន្តហ្នឹងគឺបានបង្រៀនវេទមន្តធាតុភ្លើងធាតុទឹកធាតុដីធាតុខ្យល់អីអញ្ចឹងណាហើយគាត់គឺបានចេះទាំងអស់តែម្ដងក្នុងការមើលសិភៅមួយគឺចេះមួយមើលពីរគឺចេះពីរក្រោយមកហ្នឹងសូអេឈីបានចេញពីបណ្ណាល័យបានដើរកាត់នៅផ្សារមួយកន្លែងហើយគាត់គឺបានសម្លឹងមើលឃើញក្មេងស្រីម្នាក់អំបូរមនុស្សកាត់សត្វដែលនាងកំពុងតែលក់រូបគំនូររបស់នាងដោយឃើញនាងអញ្ចឹងហ្នឹងគឺគាត់អាណិតខ្លាំងពេកនៅពេលដែលនាងលក់អត់ដាច់អញ្ចឹងអត់មានអ្នកចូលទិញគាត់ក៏បានចូលទៅទិញជាមួយនឹងរូបគំនូររបស់នាងមួយនិងសរសើរដែរថានាងគូគំនូរបានស្អាតណាស់ក៏ប៉ុន្តែនៅពេលហ្នឹងសូអេឈីបែរជាធំជាមួយនឹងក្លិនម្ហូបឆ្ងាញ់ឆ្ងាញ់ទៅវិញគាត់ក៏បានដើរតាមក្លិនមួយហ្នឹងរហូតដល់កន្លែងគេលក់ម្ហូបគឺបានចូលទៅខាងក្នុងឃើញជាមួយនឹងបុរសម្នាក់និងម្ចាស់ហាងកំពុងតែនិយាយគ្នាលេងលុះបន្តមកហ្នឹងម្ចាស់ហាងបានយកម្ហូបមួយឲ្យទៅកាន់សូអេឈីញ៉ាំហើយគឺថាឆ្ងាញ់ខ្លាំងណាស់ញ៉ាំយកតតែអស់តែម្ដងបុរសដែលនៅក្បែរហ្នឹងគាត់ក៏បានណែនាំខ្លួនរបស់គាត់ថាគាត់មានឈ្មោះថា Renza ហើយមានសុំនិយាយតែម្ដងណាតាមពិតទៅគាត់គឺជាស្ដេចនៃអាណាចក្រមួយនេះក្រោយមកហ្នឹងគាត់សុំរាប់អានជាមួយនឹងសូអេឈីរាប់គ្នាលេងអញ្ចឹងណាចំណែកនៅខាងរបស់ Aria ណែវិញហ្នឹងគឺនាងបានដើរចាក់ចេញអំពីសូអេឈីរត់បណ្ដើរនឹកស្រមៃបណ្ដើរហេតុអីនៅពេលដែលជួបមុខគេចេះតែមុខក្រហមចេះតែអៀនអីខ្លាំងម្ល៉េះតាមការពិតទៅហ្នឹងគឺនាងអត់ដឹងទេថាអារម្មណ៍មួយនេះហ្នឹងគឺអារម្មណ៍លួចស្រឡាញ់គេទៅហើយនាងដើរបណ្ដើរគិតបណ្ដើរនឹងឈឺចាប់បណ្ដើរអីអញ្ចឹងទៅក៏ប៉ុន្តែជាចុងក្រោយនាងបានជួបគ្នាជាមួយនឹងរីណាទៅវិញទាំងអាតារីទាំងរីណាហ្នឹងពួកគេគឺបានទៅនិយាយគ្នាលេងអាតារីបានប្រាប់អំពីរឿងរ៉ាវពិតប្រាកដរបស់នាងថាតាំងពីចេញពីដងជន់ហ្នឹងមកនាងតែងតែមានអារម្មណ៍ចម្លែកជាមួយនឹងសូអេឈីដែលរីណានិយាយដែរថាតាមការពិតទៅហ្នឹងអាតារីហ្នឹងគឺនាងបានស្រឡាញ់ជាមួយនឹងសូអេឈីបាត់ទៅហើយអ្វីដែលសំខាន់នៅពេលនេះហ្នឹងគឺនាងចេះស្រឡាញ់បុរសម្នាក់ហ្នឹងទៅទៀតអញ្ចឹងគួរតែសារភាពប្រាប់គេទៅដើម្បីឲ្យគេហ្នឹងអាចឆ្លើយតបមកកាន់នាងថាស្រឡាញ់ឬអត់បើក៏លេចមកមើលសូអេឈីឯនេះវិញហ្នឹងគាត់គឺបានប្រមូលព័ត៌មានមួយចំនួនធំហ្នឹងអំពីរៀនសាតាក់ទងជាមួយនឹងរឿងរ៉ាវដែលថានៅពេលបុរសណាម្នាក់យកចិញ្ចៀនទៅពាក់ជាមួយនឹងដៃនាងរបស់មនុស្សស្រីនៅក្នុងនគរមួយនេះហ្នឹងគឺបានន័យថាគាត់សុំគេរៀបការឬក៏គូតណ្ដឹងនឹងគ្នាអីអញ្ចឹងទៅហើយចំពោះច្បាប់នៅក្នុងនគរមួយនេះឲ្យតែបរិះណាដែលបានពាក់ចិញ្ចៀនដៃនាងរបស់ម្នាក់ស្រីណាហ្នឹងហើយហ្នឹងគួរតែសុំគេរៀបការបើមិនអញ្ចឹងនោះទេហ្នឹងប្រឆាំងជាមួយនឹងច្បាប់របស់នគរអញ្ចឹងនឹងត្រូវបានប្រហារជីវិតដែលធ្វើឲ្យសូអេឈីហ្នឹងគឺភ័យដែរក៏ប៉ុន្តែសូអេឈីបានប្រាប់ទៅកាន់រិនសាដែរថាគាត់មានគូស្នេហ៍ហើយគាត់មិនអាចស្រឡាញ់ជាមួយនឹងអាត្រាទៀតនោះទេនៅពេលហ្នឹងអ្នកទាំងពីរហ្នឹងគឺបានផ្ដល់យោបល់ឲ្យទៅកាន់សូអេឈីចំនួន2ជំរើសទី1គឺលះបង់ម្នាក់យកម្នាក់ជំរើសទី2គឺយកទាំងពីរ
2នាក់តែម្ដងក្រោយពីទទួលបានយោបល់មួយចំនួនហើយហ្នឹងសូអេឈីក៏បានដើរទៅព្រះវិហារកន្លែងដែលសារីកំពុងតែបំពេញខ្វេះរបស់នាងប៉ុន្តែនៅពេលដែលដើរបណ្ដើរគិតបណ្ដើរតែម្នាក់ឯងថាគួរដោះស្រាយដោយវិធីណាទៅបោះបង់មួយយកមួយក៏មិនកើតយកទាំងពីរក៏វាមិនកើតនឹងព្យាយាមស្វែងរក live ផ្សេងៗដើម្បីនិយាយគ្នាជាមួយនឹងសារីឲ្យនាងយល់អញ្ចឹងណាប៉ុន្តែជាសំណាងល្អអីគឺបានទៅជួបគ្នាជាមួយនឹង Aldria វិញម្ដង Aldria ក៏បានដើរទៅដល់ថើបយកតែម្ដងឈុតកន្លែងហ្នឹងមើលហើយគឺថាអេមស្រេមែនតែមិនដឹងគ្នាយើងគិតយ៉ាងណាណាហើយលុះបន្តមកទៀតហ្នឹងនាងក៏បានសារភាពស្នេហ៍ទៅកាន់សូអេឈីដែរថានាងស្រឡាញ់ទៅកាន់សូអេឈីនាងដឹងថាខ្លួននាងគឺពិតជាខុសដែលហ៊ានស្រឡាញ់ទៅកាន់មនុស្សដែលមានម្ចាស់ទៅហើយប៉ុន្តែនាងគ្រាន់តែចង់បានតំណែងមួយដ៏តូចបំផុតនៅក្នុងបេះដូងរបស់សូអេឈីក៏បានដែរទោះនាងមិនមែនជាសង្សារឬគូដណ្ដឹងឬក៏ប្រពន្ធអីក៏ដោយសូមត្រឹមតែជាចំណែកមួយនៅក្នុងជីវិតរបស់សូអេឈីតែតិចតួចក៏បានដែរចំពោះសូអេឈីក៏អត់ដឹងថាគួរឆ្លើយតបយ៉ាងម៉េចជាមួយនឹង Aldria នោះទេព្រោះតែមានសារីទៅហើយប៉ុន្តែបែរជាឃើញថានៅពេលហ្នឹងសារីបកទ្វារមកតែម្ដងម៉ាំងទេភ្លើងបោកគ្នាបាត់ដែលធ្វើឲ្យសូអេឈីចាប់ផ្ដើមភ័យតែម្ដងគឺចង់យកលេសនិយាយអីនិយាយនេះនិយាយនោះអញ្ចឹងណាប៉ុន្តែគ្មានលេសអីនិយាយចេញនោះទេប៉ុន្តែបែរជាផ្ទុយទៅវិញផ្ទុយត្រង់ថាសារីអត់បានប្រច័ណ្ឌអីសំបីតែបន្តិចបែរជានិយាយថាខ្លួននាងនឹងក៏ពេញចិត្តជាមួយនឹង Aldria ផងដែរហើយពួកគេគួរតែបានសូអេឈីទាំងអស់គ្នាអញ្ចឹងណាព្រោះតែថាជាទូទៅហ្នឹងពូជស្វាមានអំបូរជាមួយនឹងប្តីច្រើនអញ្ចឹងណាគេចែកគ្នាអ្នកតិចឲ្យសំខាន់ឲ្យតែគ្រួសារហ្នឹងរស់នៅមួយគ្នាយ៉ាងមានក្តីសុខដល់ពីបំផុតហ្នឹងពេលនេះសូអេឈីក៏បានថើបគ្នាជាមួយនឹង Aldria ម្ដងទៀតដោយលេងខ្មាស់អៀនហើយតែជាចុងក្រោយនេះគឺថា happy ending មែនតើអ្នកទាំង3គឺបានឈោអបគ្នារហូតតតែពួកគេនឹងបានទៅប្រាប់ជាមួយនឹងមនុស្សជុំវិញខ្លួនដែលពួកអ្នកទាំងអស់គ្នានឹងគឺបានធ្វើពិធីជប់លៀងទៅកាន់សូអេឈីសារីជាមួយនឹង Aldria ហើយនៅចុងបញ្ចប់នៃភាគនេះយើងបានឃើញជាមួយនឹងនារីសេះម្នាក់យើងក៏មិនដឹងដែរថានឹងមានរឿងអ្វីកើតឡើងបន្តនៅភាគបន្ទាប់នោះទេជាមួយនឹងនារីម្នាក់នេះហើយនឹងការបង្ហាញខ្លួនរបស់នាងថាវាលយប៉ុណ្ណាមានតែរងចាំមើលវីដេអូនៅភាគបន្តណាបាយអ្នកទាំងអស់គ្នាជួបគ្នានៅឱកាសក្រោយបាយសាច់រឿងគឺបានចាប់ផ្ដើមឡើងជាមួយនឹង Master Kill ទៅនិយាយជាមួយនឹង Soichi ដែលថានៅពេលនេះ Soichi បានខ្លាចទៅជាអ្នកផ្សងព្រេងហើយ Soichi ក៏គួរតែមានជាមួយនឹងយានជំនិះមួយដែលជាសត្វសេះហ្នឹងដើម្បីធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយអីអញ្ចឹងទៅណាមួយវិញទៀតសត្វសេះអាចជួយដឹកតំណែងទៅកាន់ Soichi ផងដែរក្រោយតែពីឲ្យ Soichi រកជាមួយនឹងសេះហើយហ្នឹងគាត់បានលូកចូល Leo របស់គាត់ដើម្បីយកជាមួយនឹងផែនទីហ្នឹងឲ្យទៅកាន់ Soichi ទៅកាន់ហាងលក់សេះដើម្បីទិញសេះនិយាយពីថាចេះតែមានណាយកផែនទីទៅទុកក្នុង Leo អីណាទៅវិញអើយ Master Kill ម្នាក់នេះចំពោះឲ្យ Soichi ក្រោយពីទទួលបានផែនទីហើយហ្នឹងគាត់ក៏បានធ្វើដំណើរទៅកាន់ហាងលក់សេះប៉ុន្តែសារីជាមួយនឹង Aldria ហ្នឹងគឺនាងមិនបានទៅនៅទេដោយសារតែអ្នកទាំងពីររវល់បំពេញខ្វេះលុះបន្តមក Soichi គាត់ក៏បានមើលផែនទីកាច់ឆ្វេងកាច់ស្ដាំអីអញ្ចឹងទៅក្រោយពីបានមើលផែនទីនឹងដើរតាមផែនទីអស់រយៈពេលជាយូរមកហ្នឹងទើបបានទៅដល់កន្លែងលក់សេះហើយគាត់ក៏បានជួបជាមួយនឹងម្ចាស់កសិដ្ឋានដែលដំបូងឡើយណាម្ចាស់កសិដ្ឋានបានណែនាំ Soichi ហ្នឹងទៅមើលជាមួយនឹងសេះកាត់នៀដែលសេះម្នាក់ហ្នឹងគឺវាមានកម្លាំងខ្លាំងណាស់ក្រោយមកទៀតបាននាំទៅមើលសេះកាត់ក្តាន់ប៉ុន្តែអាសេះកាត់ក្តាន់ហ្នឹងគ្រាន់តែភ័យតែបន្តិចហ្នឹងក៏វាអាចងាប់ផងដែរនៅពេលហ្នឹងម្ចាស់កសិដ្ឋានគ្រាន់តែយកដៃប៉ះវាតែបន្តិចវាហ្នឹងគឺថាភ័យរហូតតតែដាច់ខ្យល់ងាប់នៅទីតាំងហ្នឹងតែម្ដងមានណាក្រោយឃើញសេះខ្លួនឯងងាប់ភ្លាមម្ចាស់កសិដ្ឋាននិយាយដែរថាអើយចាំឲ្យគេទិញហើយចាំឲ្យងាប់ទៅវាថយចាំបាច់ងាប់អីនៅមុខគេតែម្ដងសូឈីគ្រាន់តែលឺអញ្ចឹងសូឈីថាឲ្យវិញថាអីលោកឯងហ្នឹងនិយាយលេងសើចពេកទេអីក្រោយពីបញ្ចុះបញ្ចូលសូឈីមិនអាចឲ្យទិញសេះក្តាន់ហើយហ្នឹងគាត់ក៏បានចង្អុលទៅកាន់លាមួយក្បាលទៀតដែលលាមួយហ្នឹងគឺវាកាចឆ្នះមែនតែនហើយវាត្រូវបានម្ចាស់កសិដ្ឋានហ្នឹងដាក់ទ្រង់មួយដាច់ដライតែម្នាក់ឯងម្ចាស់កសិដ្ឋានតឹងអែជាមួយនឹងគូតរបស់វាភ្លាមហ្នឹងត្រូវបានវាធាក់មួយជើងតែម្ដងហើយវានឹងក៏បានទៅរត់សង្គ្រោះម្ចាស់កសិដ្ឋានចិនយកចំពោះសូអេឈីដែលជាមនុស្សកម្ពុជាសំណាងដែលត្រូវបាន system ទទួលស្គាល់នៅពេលនេះហ្នឹងគាត់ក៏ទទួលបាន skill មួយទៀតគឺអាចនិយាយជាមួយនឹងសត្វបានក្រោយពីទទួលបាន skill ហើយហ្នឹងគាត់បានស្ដាប់ឮជាមួយនឹងសេះម្នាក់ហ្នឹងនិយាយដែរថាកុំយកដៃដល់កខ្វក់របស់ឯងមកប៉ះរាងកាយរបស់យើងឲ្យសោះអ្នកដែលប៉ះយើងបានហ្នឹងគឺមានតែអ្នកដែលយើងត្រូវបានគោរពតែប៉ុណ្ណោះក្រោយពីឮអញ្ចឹងហ្នឹងសូអេឈីនិយាយដែរថាអីគេនិយាយច្រើនអីខ្លាំងម្ល៉េះដែលធ្វើឲ្យលាម្នាក់ហ្នឹងដឹងដែរថាសូអេឈីគឺអាចនិយាយភាសាសត្វបានគាត់ក៏បានសួរទៅកាន់សូអេឈីដែរថាតើឯងគឺជានរណាគេសូអេឈីនិយាយដែរថាខ្ញុំមកកសិដ្ឋានសេះដើម្បីទិញសេះហ្នឹងហើយសត្វលាមួយហ្នឹងបានឲ្យសូអេឈីបើកទ្រង់ចូលមកប៉ុន្តែមានទេគ្រាន់តែសូអេឈីបើកទ្រង់ភ្លាមហ្នឹងដេញថាក់សូអេឈីយកតែម្ដងប៉ុន្តែថាក់ជាលើកទី2ហ្នឹងគ្មានតែថាក់បានទេត្រូវបានសូអេឈីចាប់ជើងជាប់សូអេឈីចាប់ជើងជាប់មធ្យមនោះទេងុំតែសូអេឈីហ្នឹងចាប់លាម្នាក់ហ្នឹង3ទេតើគេលាញីផងគេមិនដែលត្រូវបានអ្នកណាមកប៉ះពាល់គេណាក្រោយមកទៀតលាម្នាក់ហ្នឹងគឺបានទៅគោរពសូអេឈីធ្វើជាម្ចាស់ព្រមទាំងបានវាទៅកាន់ម្ចាស់កសិដ្ឋានតែមទៀតម្ចាស់កសិដ្ឋានបានឲ្យសូអេឈី free តំណងយកទៅផុតទៅកុំឲ្យនៅទល់មុខគាត់ទៀតក្រោយមកទាំងសូអេឈីទាំងលាហ្នឹងគឺបានដើរកាត់ផ្សារប៉ុន្តែពួកគេក៏បានធំក្លិននៅអាហារផ្សេងលាហ្នឹងគឺថាចង់ស៊ីមែនតែនសូអេឈីហ្នឹងគឺចិត្តល្អទៀតទិញរបស់របរហ្នឹងឲ្យតែកាន់លាហ្នឹងញ៉ាំយកទាំងពីរនាក់ក្រោយតែពីសូអេឈីធ្វើចិត្តល្អដាក់ខ្លួនបែបហ្នឹងធ្វើឲ្យលាហ្នឹងចាប់ផ្ដើមនិយាយដែរថាលោកម្ចាស់ខ្ញុំនឹងដើរតាមលោកម្ចាស់រហូតខ្ញុំស្មោះត្រង់ជាមួយលោកម្ចាស់តាមពិតទៅហ្នឹងចង់បានរបស់គេស៊ីលួមគេតែប៉ុណ្ណោះ
ក្រោយពីបានញ៉ាំអីហើយពួកគេគឺបានបន្តដំណើរទៅមុខទៀតប៉ុន្តែសូអ៊ីឈីបានជួបជាមួយនឹងក្មេងស្រីលក់គំនូរដ៏កំសត់ម្ដងទៀតហើយគាត់បានឃើញជាមួយនឹងបុរសម្នាក់ទៀតដែលបាននិយាយមើលងាយទៅកាន់នាងដែលថានាងនឹងគឺជាមនុស្សពាក់កណ្ដាលសាទហើយនាងនឹងគឺជាមនុស្សធន់អន់គំនូរដ៏សែនអន់របស់នាងដូចជាសម្រាមអញ្ចឹងគ្មានអ្នកណានឹងមកទិញគំនូររបស់នាងនោះទេក្រោយមកនឹងសូអ៊ីឈីបានមកកាត់ចង្វាក់អ្នកទាំងពីរសូអ៊ីឈីនេះវិញនឹងគឺជាអ្នកដែលទិញគំនូរនាងកាលពីមុនដែលធ្វើឲ្យនាងក៏ចងចាំដែរថាសូអ៊ីឈីនឹងគឺជាមនុស្សចិត្តល្អដែលបានធ្លាប់ទិញគំនូររបស់នាងអីចឹងទៅប៉ុន្តែគ្រាន់តែដឹងថាសូអ៊ីឈីគឺជាអ្នកទិញគំនូររបស់នាងលើកមុននឹងធ្វើឲ្យអាប៉ែកក្បាលលឿងនឹងនិយាយដែរថាសូអ៊ីឈីនឹងអីជាមនុស្សដែលខ្វាក់ភ្នែកទិញជាមួយនឹងគំនូរដែលអន់របស់នាងទៅវិញហើយមើលគំនូររបស់នាងគូដូចឈួតអញ្ចឹងហើយចេះតែទិញដែរនិយាយរួមទៅអាប៉ែកនឹងជេរជាមួយនឹងសូអ៊ីឈីកប់មាត់យកតែម្ដងនឹងឌីលជាមួយនឹងក្មេងស្រីលក់គំនូរនឹងយកនឹងឯងក៏ប៉ុន្តែសូអ៊ីឈីនិយាយដែរថាបើសិនជាក្មេងស្រីម្នាក់នឹងចង់ទៅប្រឡងគំនូរនឹងតែមិនហ៊ាននាងគួរតែមើលមកកាន់គាត់ខ្ញុំនឹងទៅធ្វើការប្រឡងជីសេះបើសិនជាខ្ញុំចាប់ក្នុងចំណោមលេខ5ទៅកាន់លេខ1ហ្នឹងនាងត្រូវតែក្លាហានទៅប្រឡងគូគំនូរដែលធ្វើអាក្បាលលឿននឹងនិយាយដែរថាមែនអីសូអ៊ីឈីខ្ញុំឃើញគេប្រកាសហើយអ្នកចាប់លេខ5បានជាមួយនឹងរង្វាន់ត្រីដ៏ធំមួយត្រីមួយហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់សូអ៊ីឈីគ្រាន់តែលឺអញ្ចឹងភ្លាមនឹងធ្វើឲ្យលៀននឹងចាប់ផ្ដើមបើកភ្នែកធំនឹងមានបេះដូងថែមទាំងចង់ញ៉ាំត្រីនឹងថែមទៀតហើយក៏បានរត់ទៅប្រាប់សូអ៊ីឈីដែរថាលោកម្ចាស់តោះយើងទៅប្រឡងយកលេខ5អាលេខ1អីមិនបាច់យកទេយកលេខ5ហ្នឹងហើយដើម្បីបានត្រីចំពោះសូអ៊ីឈីហ្នឹងក៏យល់ព្រមថាប្រឡងយកលេខ5ដែរទាំងលៀទាំងម្ចាស់ហ្នឹងមិនដឹងគិតអីទេលេខ1មិនយកតែយកលេខ5អីណាទៅវិញក្រោយតែម្ចាស់នឹងលៀនិយាយត្រូវគ្នាហើយហ្នឹងពួកគេក៏បានចេញដំណើរទៅសារាជាមួយនឹងអាល់តូរីហ្នឹងក៏បានទៅមើលការប្រណាំងរបស់សូអ៊ីឈីផងដែរនៅទីបំផុតអ្នកប្រកាសក៏ប្រកាសដែរថាដល់ពេលដែលត្រូវប្រកួតហើយប៉ុន្តែអ្នកដែលជាប់លេខ1ហ្នឹងគឺអាចទៅដេតជាមួយនឹងប្រធានក្រុមស្រីនៃកងការពាររាជធានីដែលជាវ៉លការៀនឈ្មោះថាវីសហើយគ្រាន់តែឮថាជាប់លេខ1បានទៅដេតជាមួយនឹងប្រធានកងស្រីដ៏ស្រស់ស្អាតបែបហ្នឹងហើយគឺថាស្រែកយកតែម្ដងអ្វីដែលគួរតែអស្ចារ្យជាងហ្នឹងអ្នកចាប់លេខ2បានរូបសិចស៊ីរបស់មេកងស្រីលវីសម្នាក់ហ្នឹងគឺរង្វាន់ថាបានរូបសិចស៊ីរបស់ម្នាក់ស្រីហ្នឹងភ្លាមធ្វើឲ្យសូអ៊ីឈីទាំងលីហ្នឹងគឺថាចាប់ផ្ដើមនឹងគ្នាចង់គាំងហើយមិនដឹងពួកហ្នឹងគិតអីទេក្រោយតែពីលីនឹងម្ចាស់គាំងមួយសន្ទុះហើយហ្នឹងពួកគេក៏និយាយដែរថាអាលេខ1លេខ2អីហ្នឹងមិនបាច់យកទេលោកម្ចាស់យើងនឹងគ្នាយកលេខ5ហើយអ្នកទាំងពីរហ្នឹងក៏យល់ព្រមមួយគ្នាទៀតថាយកលេខ5ដើម្បីយកត្រីធំក្រោយមកគណៈកម្មការបានណែនាំថាពួកគេហ្នឹងត្រូវតែជិះមួយជុំនៃស្តាតមួយនេះដើម្បីចាប់លេខ1ហើយពួកគេហ្នឹងគឺអត់មានលក្ខខណ្ឌចងជើងពួកគេអីទេគឺប្រយុទ្ធគ្នាដោយសេរីអ្នកណាចាញ់គឺចាញ់អ្នកណាដួលគឺដួលអត់ញញ៉ៃទេការចាប់ផ្ដើមគឺចាប់ផ្ដើមសេះគេរត់ទៅអស់ហើយសេះកាត់ក្តាន់ហ្នឹងគឺថានាំគ្នាភ័យខ្លាំងពេកពួកហ្នឹងដួលសន្លប់មិនមែនដួលសន្លប់ទេគឺដួលងាប់តែម្ដងធ្វើឲ្យអ្នកទិញសេះហ្នឹងឡើងចង់គាំងដែរថាសេះអីក៏អន់ម្លេះសម្បីតែអ្នកមើលហ្នឹងក៏ស្រែកប៊ូលទៅកាន់ពួកគេដែរថាស្អីគេអាសេះក្តាន់ហ្នឹងងាប់លឿនម្លេះថាកូនសេះកាត់ក្តាន់ហ្នឹងទៅវិញងាប់លឿនចំណែកលារបស់សូអ៊ីឈីហ្នឹងគ្មានកម្លាំងដើរទេដើរធ្វើតយធ្វើឲ្យអ្នកគ្រប់គ្រងហ្នឹងក៏និយាយដែរថាគួរតែបោះបង់ទៅវាមិនដែលលាអាណាក៏ដើរអន់ជាងការដែលជិះលាទៅទៀតហើយលារបស់សូអ៊ីឈីនិយាយដែរថាតាមពិតទៅហ្នឹងអត់ទាន់បានញ៉ាំអាហារពេលព្រឹកអញ្ចឹងហើយធ្វើឲ្យគេឃ្លានអត់មានកម្លាំងបន្តដំណើរទៅមុខទៀតនោះទេដល់ធ្វើតយក្រោយពីដឹងហេតុហើយហ្នឹងសូអ៊ីឈីគាត់ក៏បានទៅទាញជាមួយនឹងឃ្លាំងរបស់គាត់ដើម្បីទាញនៅវត្ថុញ៉ាំមកណាប៉ុន្តែមានតែបានរបស់ញ៉ាំអីស្រួលបួទេតែបានជាមួយនឹងអាផ្លែឈើវិវត្តមកទៀតហើយដែលឲ្យលាមួយហ្នឹងគឺញ៉ាំយកលានឹងគឺព្រមញ៉ាំទៅទៀតបើកលេទៅមើលអ្នកប្រណាំងដតីទៀតដែលពួកគេនៅខាងមុខហ្នឹងពួកគេគឺបានទៅជ្រោះជួបគ្នាជាមួយនឹងចចកព្រៃដែលមិនដឹងថាមកពីខាងណាក៏មិនដឹងនោះទេប៉ុន្តែពួកគេគ្មានហ៊ានធ្វើដំណើរអីទៅទេលើកលែងតែសូអ៊ីឈីណែវិញហ្នឹងបលលាទៅយ៉ាងលឿនលាហ្នឹងក៏វាមិនព្រមឈប់ទៅទៀតបានអីឈប់បើលាហ្នឹងវាបានស៊ីជាមួយនឹងអាផ្លែឈើវិវត្តអញ្ចឹងហើយហ្នឹងធ្វើឲ្យវាហ្នឹងគឺមិនអាចគ្រប់គ្រងរាងកាយបានទេលោតចូលទៅវងកដាថាក់ជាមួយនឹងចចកព្រៃថាក់ជាមួយនឹងមេនៃចចកព្រៃហ្នឹងធ្វើឲ្យមេចចកព្រៃហ្នឹងសន្លប់នៅទីតាំងហ្នឹងភ្លាមតែម្ដងក្រោយតែវាបានវាជាមួយនឹងចចកព្រៃហ្នឹងសន្លប់ហើយហ្នឹងលាវានៅតែបន្តដំណើរទៅមុខទៀតទាំងដែលវានឹងចង់ឈប់វាចង់យកលេខ5ទេប៉ុន្តែវាគ្មានទៅបានដឹងអីណាវាកម្លាំងរបស់វានៅតែបលទៅមុខតទៅជាប់លេខ1ទាំងលាទាំងម្ចាស់ហ្នឹងមុខមិនសប្បាយចិត្តទេពេលទទួលបានរង្វាន់ហើយហ្នឹងគឺលាយំយកតែម្ដងដោយមិននឹកស្មានថាចង់បានលេខ5ចង់បានត្រីដ៏ធំយកមកញ៉ាំអីអញ្ចឹងទៅប៉ុន្តែបើជាបានលេខ1គ្មានបានអីនោះទេបានតដេតជាមួយនឹងមនុស្សស្រីឯណាទៅវិញទាំងដែលមិនចង់បានតតែសោះក្រោយតែពេលលារអ៊ូរទាំអស់ចិត្តហើយហ្នឹងសូអ៊ីឈីបានទៅលុំលាមួយក្បាលហ្នឹងដែរថាចាំគាត់ទិញអីឆ្ងាញ់ឲ្យញ៉ាំហើយក្រោយពីលឺសូអ៊ីឈីនិយាយអញ្ចឹងក៏បានលោតទៅអបសូអ៊ីឈីប៉ុន្តែរាងកាយហ្នឹងចាញ់ជាមួយនឹងពណ៌មាសហើយគឺបានវិវត្តខ្លាយទៅជាមនុស្សមួយជុំទៅទេងុំតតែគ្មានសម្លៀកបំពាក់ថែមទៀតនៅពេលនេះហ្នឹងធ្វើឲ្យអ្នកទាំងពីរដែលបានមកហ្នឹងគឺថាចង់ស្រឡាំងកាំងហើយសូអ៊ីឈីហ្នឹងចង់តវ៉ាដែរថាខ្លួនគាត់ហ្នឹងគឺមិនបានធ្វើអីខុសនោះទេប៉ុន្តែលាបានរត់ទៅអបសូអ៊ីឈីដែលធ្វើឲ្យសូអ៊ីឈីហ្នឹងគឺចាប់ផ្ដើមឈាមច្រមុះដោយសារតែឃើញរាងកាយអាក្រាតរបស់លាម្នាក់ហ្នឹងហើយអត់មានសំណោះតែអ្នកមើលយើងទេមិនដឹងតែគិតអីដល់ណាដល់ណីទៀតហើយទេចំណែកសាច់រឿងហ្នឹងគឺបានឃើញថាអាល់តូរីហ្នឹងគឺមិនពេញចិត្តនោះទេហើយគិតថានាងហ្នឹងគឺជាមនុស្សស្រីរបស់
របស់សូអេឈីទាំងដែលនាងនឹងកំពុងតែអាក្រាតកាយនៅពីមុខសូអេឈីអាល់តូរីនឹងមិនមានដូចសារីឯណាប្រច័ណ្ឌយកនឹងចូលទៅវាយជាមួយនឹងសូអេឈីមួយដៃឡើងពើងតែម្ដងមើលទៅដឹងហើយថាសូអេឈីត្រូវបបប៉ុណ្ណាក្រោយតែពីអាល់តូរីវាយជាមួយនឹងសូអេឈីហើយនឹងនាងក៏បានអោយសូអេឈីបកស្រាយផងដែរដែលសូអេឈីបកស្រាយថាម្នាក់នឹងគឺជាលានោះទេដែលវាត្រូវបានវិវត្តខ្លាចមកជាមនុស្សក៏ប៉ុន្តែអាល់តូរីនិយាយដែរថាវាមិនអាចនោះទេវាមិនដែលសត្វឯណាដែលអាចវិវត្តខ្លាចមកជាមនុស្សបែបហ្នឹងនោះឡើយសារីបានលូកមកនិយាយបន្តថាអាចតើព្រោះនាងនឹងគឺជាសត្វស្វាគីងកុងដែលវិវត្តខ្លួនខ្លាចមកជាមនុស្សនាងក៏បានប្រែកាយខ្លួនឯងខ្លាចទៅជាគីងកុងដែលធ្វើឲ្យអាល់តូរីនឹងបើកភ្នែកធំក៏ដូចជាព្រមជឿជាមួយនឹងសូអេឈីហើយនៅពេលនេះចំពោះឯសាច់រឿងគឺបានកាត់ទៅកាន់រយៈពេល20នាទីក្រោយដែលពួកគេបាននាំជាមួយនឹងលាម្នាក់នឹងទៅផ្លាស់ប្ដូរសម្លៀកបំពាក់លាម្នាក់នឹងមានឈ្មោះថាលូលូនីនៅពេលជាមួយនឹងគ្នានឹងមានកងអង្គរៈ2នាក់ទៀតដែលជាមនុស្សស្រីនឹងបានមកយកសូអេឈីទៅដេតជាមួយនឹងមេរបស់ពួកគេកងការពារស្រីទាំងពីរនាក់នឹងមិនមែនមកហៅសូអេឈីធម្មតាដូចជាហៅទទួលរង្វាន់អីទេគឺថាចាប់សូអេឈីនឹងដូចជាអ្នកទោសព្រមទាំងអូសសូអេឈីទៅតែម្ដងមើលទៅនឹងគឺដឹងហើយគឺថាកាយវិការអីហ្នឹងគឺទាញសូអេឈីបែបជាសូអេឈីអ្នកទោសមិនសមថាអ្នកទទួលរង្វាន់តតែសោះហើយមកសូអេឈីបានទៅជួបជាមួយនឹងមេកងការពារវ៉ាវ៉ារៀនដែលមានឈ្មោះថាលូវីសម្នាក់នឹងដែលនាងកំពុងតែវឹកហាត់ជាមួយនឹងកងទាហានរបស់នាងនឹងឃើញថានាងនឹងគឺខ្លាំងមែនទែនវាយកងដៃគូទាំងអស់នឹងដួលតែម្ដងក្រោយមកទៀតនាងគឺបានដើរទៅជួបជាមួយនឹងសូអេឈីលូកដៃដើម្បីចាប់ជាមួយនឹងនាងបោះដាវទៅកាន់សូអេឈីដោយបញ្ជាក់ដែរថាការដេតរបស់នាងនឹងគឺបានន័យថាការប្រយុទ្ធគ្នាជាមួយនឹងនាងចំពោះសូអេឈីនឹងមិនបានចង់ប្រយុទ្ធគ្នាអីជាមួយនឹងលូវីនោះទេសូម្បីតែដេតធម្មតាអីនឹងក៏មិនចង់ដេតដែរប៉ុន្តែនិយាយទៅនឹងគឺលូវីមិនស្ដាប់នោះឡើយលូវីបានដកដាវរបស់នាងចូលទៅប្រយុទ្ធជាមួយនឹងសូអេឈីប៉ុន្តែចម្លែកមែនទែនសូអេឈីអាចកិច្ចបានគ្រប់ស្នៀតដែលមិនថាលូវីប្រើក្បាច់ដាវលឿនប៉ុណ្ណាក៏ដោយក៏ឃើញដែរថាសូអេឈីនៅតែអាចកិច្ចបាននៅពេលដែលនាងស្តុកចូលទៅវាយជាមួយនឹងសូអេឈីម្ដងទៀតសូអេឈីបានទាត់ដាវរបស់នាងនឹងហោះឡើងទៅខាងលើក្រោយមកសូអេឈីប្រើជាមួយនឹង skill បំលាស់ទីបាល់លឿនរបស់គាត់នឹងចូលទៅប្រជុំជាមួយនឹងករបស់លូវីដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលដោយសារតែគ្មាននរណានឹងផ្ដួលលូវីពីមុនមកនោះឡើយនេះគឺជាលើកទី1ហើយលូវីគឺបានទៅលុតជង្គង់និងសុំឲ្យសូអេឈីធ្វើជាគ្រូរបស់នាងពេលសូអេឈីក្រោយពីឃើញលូវីធ្វើបែបហ្នឹងគឺថាគាត់មិនដឹងនិយាយម៉េចទេគាត់គ្រាន់តែអឺតែប៉ុណ្្នឹងឯងក្រោយមកសាច់រឿងគឺបានកាត់ទៅកាន់គ្នារបស់សូអេឈីដែលជាមិត្តរួមថ្នាក់ដែលពួកគេត្រូវបានតេលេផតមកភពមួយនេះហ្នឹងមិនថាមិត្តរួមថ្នាក់ដទៃទៀតដែលខុសចំនួនហ្នឹងក៏ពួកគេត្រូវបានតេលេផតមកដែរប៉ុន្តែអាសិស្សដែលថាតេលេផតមកថ្មីហ្នឹងគឺថាឆ្លើយមែនតែនពួកគេហ្នឹងគឺមិនខ្វល់អីនោះឡើយពួកគេមកទីនេះគឺធ្វើជា hero នឹងក្នុងការប្រយុទ្ធជាមួយនឹងពួកបិសាចគឺរបស់យើងហ្នឹងគឺបានកាត់ទៅខាងបិសាចអីណេះវិញហ្នឹងដែលកូនស្រីរបស់ស្ដេចបិសាចបានកោះហៅជាមួយនឹងគ្នារបស់នាងមិនថាកងសេនាណាក៏ដោយហ្នឹងហៅមកប្រជុំគ្នាក្នុងការប្រជុំមួយហ្នឹងក៏បំណងដ៏ធំបំផុតគឺគេមិនចង់ធ្វើសង្គ្រាមជាមួយនឹងពួកមនុស្សនោះឡើយហើយពួកគេក៏បានដឹងដែរថាតាមកាពិតទៅមនុស្សហ្នឹងគឺជាអ្នកដែលបានសម្លាប់ទៅកាន់បល័យត្រាហ្គនកតទាំងនេះក៏ជាហេតុផលដ៏ធំមួយដែលធ្វើឲ្យពួកគេត្រូវតែចងសម្ព័ន្ធភាពជាមួយនឹងពួកមនុស្សមិនត្រូវប្រយុទ្ធគ្នានោះឡើយបល័យត្រាហ្គនកតហ្នឹងគឺខ្លាំងជាងពួកគេទៅទៀតហើយបើចាញ់ក្រុមស្នាដៃមនុស្សអញ្ចឹងបញ្ជាក់ថាមនុស្សគឺមានកម្លាំងខ្លាំងអ្នកគ្រប់គ្នាក៏យល់ព្រមដែរក្រោយតែពីប្រជុំចប់ហ្នឹងគ្រីសដែលជាអ្នកចិត្តដិតរបស់កូនស្ដេចបិសាចហ្នឹងបែរជាទៅឈោសសោយតែម្នាក់ឯងដែលមានគម្រោងផែនការបញ្ជូនជាមួយនឹងឃាតករទៅសម្លាប់ស្ដេចចំពោះស្ដេចរបស់យើងដែលជា Rancer ឯណាវិញហ្នឹងគាត់ជាស្ដេចមួយក្នុងចំណោមស្ដេចដទៃទៀតប៉ុន្តែស្ដេចនៅទីតាំងហ្នឹងគឺគេមានបែងចែកជាតំបន់ជានគរអញ្ចឹងទៅមាននគរ Kaiser គឺជានគរចិត្តអាក្រក់ដែលត្រូវបានមិត្តរួមថ្នាក់របស់សូអេឈី teleport ទៅហើយ Rancer ជាស្ដេចនៃនគរ Volbert ចំពោះគាត់នៅពេលនេះត្រូវបានឃាតករចូលមកក្នុងរាជវាំងរបស់គាត់ក៏ប៉ុន្តែសាច់រឿងគឺបានកាត់ទៅកាន់សូអេឈីឯណាវិញដែលកំពុងតែនិយាយជាមួយនឹងកូនចៅរបស់លូវីដែលនាងបានណែនាំដែរថាតាមកាពិតទៅលូវីគឺជានារីដ៏រឹងមាំត្រូវបានគេឧទ្ទិសនាមថាគឺជាបិសាចនៃដាវហើយនាងក៏មិនដែលវាចាញ់នរណាពីមុនមកនោះដែរដែលធ្វើឲ្យមនុស្សគ្រប់គ្នាសម្លឹងមកមើលនាងហ្នឹងគឺទាំងភ័យខ្លាចក៏ដូចជាមិនបានចាប់ទុកនាងថាគឺជាក្មេងស្រីដ៏តូចអីច្រមុះអីនោះទេគឺចាប់ទុកនាងថាគឺជាដាវបិសាចដែលធ្វើឲ្យនាងហ្នឹងគឺមិនចូលចិត្តនោះឡើយហើយនាងចង់ឲ្យគេហ្នឹងចាត់ទុកនាងគឺជាក្មេងស្រីតូចចំពោះឯសូអេឈីនេះវិញក៏យល់ពីអារម្មណ៍របស់នាងដែរតែត្រូវបានមនុស្សជុំវិញខ្លួនហ្នឹងចាត់ទុកគឺជាមនុស្សទុនខ្សោយដែលត្រូវបានទុកដោយដលៃពីគេដទៃទៀតមិនត្រូវបានរាប់អានក្រោយមកចំពោះសំណើមុននេះបន្តិចដែលលូវីសុំឲ្យសូអេឈីធ្វើជាគ្រូរបស់ខ្លួនហ្នឹងសូអេឈីគាត់ក៏យល់ព្រមដែរតែយល់ព្រមទាំងតាក់ទៅហើយគាត់ក៏និយាយដែរថាគាត់អត់ដឹងថាគួរបង្រៀនអីទៅកាន់លូវីនោះទេស្រាប់ពេលហ្នឹងស្រាប់តែមាននារីបម្រើម្នាក់ទៀតនិយាយដែរថាស្ដេចកំពុងតែរងគ្រោះថ្នាក់អំពីឃាតករចូលទៅសម្លាប់ស្ដេចចំណែកសូអេឈីណែវិញហ្នឹងបានត្រឹមតែទឹកមុខក្រៀមក្រំនិងចង់ដឹងដែរថាជានរណាគឺបានបើកដំណើរការស្គីរបស់គាត់ជាស្គីរុករោគបានឃើញជាមួយនឹងក្មេងស្រីឃាតករម្នាក់ដែលជាអំបូរសัตว์កាត់មនុស្សដដែលហើយគេក៏បានដឹងដែរថាក្មេងស្រីម្នាក់ហ្នឹងកម្លាំងខ្លាំងណាស់ពួកក្មេងស្រីហ្នឹងគាត់ក៏បានដឹងដែរថាមាននរណាម្នាក់កំពុងតែលួចមើលគាត់ចំពោះឯសាច់រឿងគឺបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងចាំមើលរងចាំទស្សនាភាគក្រោយតើសូអេឈីអាចចាប់ជាមួយនឹងឃាតករម្នាក់នឹងបានដែរឬអត់ក្រោយមកក៏មានឃាតករចូលទៅលបធ្វើឃាតស្ដេចដែលសូអេឈីប្រើជាមួយនឹងសមត្ថភាពដើម្បីធ្វើការស្វែងរកគឺបានឃើញជាមួយនឹងឃាតករនិងក៏បានដឹងដែរថាឃាតករគឺជាក្មេងស្រីក្រោយតែវាបានដឹងទីតាំងក្មេងស្រីដែលជាឃាតករហើយនឹងសូអេឈីគាត់ក៏បានទៅតាមនាងយ៉ាងលឿនតែម្ដងទីបំផុតគាត់គឺអាចតាមជាមួយនឹងក្មេងស្រីនឹងតាន់ហើយក្មេងស្រីឃាតករគឺបានបើកការវាយប្រហារទៅកាន់សូអេឈីវិញតែវាយសូអេឈីអត់ចូលនោះទេសូអេឈីក៏
សរសើរទៅកាន់នាងដែលថាមិនអន់នោះឡើយស៊ុយឈីគាត់ក៏បានគប់ជាមួយនឹងកំបិតពីរដើមនឹងវិញទៅភ្ជុំជាមួយនឹងក្មេងស្រីម្នាក់នឹងតបជាមួយនឹងជញ្ជាំងបើទោះបីជាក្មេងស្រីនឹងចាប់នឹងជញ្ជាំងក៏ដោយប៉ុន្តែនាងនៅតែអាចរើរួចក៏ដូចជាចូលទៅប្រយុទ្ធជាមួយនឹងស៊ុយឈីបានម្ដងទៀតប៉ុន្តែយ៉ាងណាក៏ដោយលបឿនរបស់នាងទោះជាលឿនក៏ដោយក៏នាងនៅតែមិនអាចវាយចូលជាមួយនឹងស៊ុយឈីដល់ដែរក្រោយមកស៊ុយឈីបានវាយនាងពីក្រោយខ្នងដែលធ្វើឲ្យនាងនឹងសន្លប់ភ្លាមតែម្ដងហើយអំឡុងពេលហ្នឹងដែលស៊ុយឈីកំពុងតែបីនាងកងវ៉ារៀនហ្នឹងគឺបានមកឃើញក៏ដូចជាមិននឹកស្មាននោះទេដែលជាឃាតករគឺជាក្មេងស្រីលុះបន្តមកទៀតលវីបានឲ្យគ្នារបស់នាងនឹងយកក្មេងស្រីម្នាក់នឹងទៅឃុំទុកជាបណ្ដោះអាសន្នសិនក៏បានដឹងដែរថាក្មេងស្រីម្នាក់នឹងបានប្រើជាមួយនឹងកំបិតថ្នាំពុលដែលថ្នាំពុលមួយនឹងគឺមិនអាចព្យាបាលបាននោះឡើយហើយអ្វីដែលរឹតតែសំខាន់ស្ដេចត្រូវបានថ្នាំពុលនឹងវាយប្រហារទៅហើយចំណែកឯនៅពេលហ្នឹងក្មេងៗដទៃទៀតចាប់ផ្ដើមយំស៊ុយឈីនិយាយដែរថានាំគាត់ទៅជួបស្ដេចសិនមកក្រោយមកក្មេងៗគាត់ក៏បាននាំជាមួយនឹងស៊ុយឈីទៅជួបជាមួយនឹងស្ដេចដោយបានដឹងដែរថាស្ដេចគឺជា Ranger លោកពូដែលបានផឹកស្រាជាមួយនឹងគេនៅក្នុងហាងទៀមស្រាចំពោះពួកលវីហ្នឹងក៏ឆ្ងល់ដែរថាតើស៊ុយឈីហ្នឹងធ្លាប់ជួបជាមួយនឹងស្ដេចកាលពីមុនមិនមែនស៊ុយឈីក៏និយាយដែរថាហ្នឹងហើយធ្លាប់ជួបពីមុនមកទៅបានស្គាល់គ្នានៅពេលហ្នឹងនាងក៏បានណែនាំជាមួយនឹងបងប្រុសរបស់នាងដែលជាគ្រូវេទមន្តនៃអាណាចក្រមួយនេះដែលគាត់គឺជាគ្រូវេទមន្តដែលខ្លាំងជាងគេក្នុងអាណាចក្រមួយហ្នឹងណាប៉ុន្តែគាត់ក៏អត់មានវិធីដើម្បីព្យាបាលស្ដេចនោះដែរប៉ុន្តែគាត់ដឹងថាស៊ុយឈីគឺជាគ្រូវេទមន្តដូចគ្នាអញ្ចឹងគាត់សុំឲ្យស៊ុយឈីជួយព្យាបាលជាមួយនឹងស្ដេចរបស់ពួកគេទៅដែលស៊ុយឈីមុនដំបូងរៀងតាក់ទើតែយ៉ាងណាក៏ដោយគឺត្រូវតែជួយហើយរឿងដែលគួរអស់សំណើចហ្នឹងគឺស៊ុយឈីអត់ដឹងថាគួរតែជួយដោយវិធីណានោះទេប៉ុន្តែគាត់ដឹងត្រឹមតែថាគាត់គឺអាចបង្កើតវេទមន្តបានគាត់គឺបាននឹកឃើញជាមួយនឹងពាក្យមួយចំនួនគ្រូអាប់ធ្មប់មុនអាគមអីចឹងទៅប៉ុន្តែនឹកឃើញជាមួយនឹងពាក្យថាឆាប់ជានៅទីបំផុតហ្នឹងគឺបានបង្កើតជាមួយនឹងវេទមន្តឆាប់ជារបស់គាត់ពិតមែនគឺអាចព្យាបាលជាមួយនឹងថ្នាំពុលគ្រប់ប្រភេទមិនថាថ្នាំពុលមួយនេះមិនមានថ្នាំព្យាបាលក៏ដោយគឺអាចព្យាបាលដូចគ្នាមិនថាទាំងស៊ុយឈីមិនថាតែអ្នកដតីទេគឺមិននឹកស្មានថាស៊ុយឈីប្រើពាក្យអញ្ចឹងណាប៉ុន្តែយ៉ាងណាអាថ្នាំពុលហ្នឹងគឺវាត្រូវបានព្យាបាលពិតមែនដៃរបស់ស្ដេចគេចាប់ផ្ដើមជាគាត់គឺបានដឹងខ្លួនឡើងមកវិញក៏បានដឹងដែរថានេះគឺជាស៊ុយឈីចំពោះឲ្យស្ដេចហ្នឹងក៏អត់មានភាពឆ្មើងឆ្មៃក៏ដូចជារឹកពីអីធំដុំនោះទេឲ្យស៊ុយឈីហៅគាត់បែបធម្មតាការពីពេលជួបគ្នាពីមុនទៅអញ្ចឹងណាតាក់ទងជាមួយនឹងលវីអីណែវិញហ្នឹងគឺនាងបានតែរាក់តាក់ជាមួយនឹងស្ដេចរបស់នាងអីធម្មតាដូចគ្នាចំពោះស្ដេចគាត់ក៏បានដឹងដែរថាអ្នកដែលធ្វើឃាតគាត់ច្បាស់ជាអាណាចក្រផ្សេងមិនខានដោយឡែកសាច់រឿងរបស់យើងគឺបានកាត់មកកាន់អាណាចក្រខៃសើឯណែវិញដែលស្ដេចបានបញ្ជាជាមួយនឹងគ្រូគុនដាវហ្នឹងដែលជាសាហ្គីលហ្នឹងឲ្យទៅបង្រៀនជាមួយនឹងក្មេងៗដែលបានឆ្លងភពមកហើយក៏ចង់ឲ្យក្មេងៗហ្នឹងឆាប់តែធ្វើសង្គ្រាមអីអញ្ចឹងទៅប៉ុន្តែសាហ្គីហ្នឹងគាត់អត់យល់ព្រមជាមួយនឹងគំនិតមួយហ្នឹងនោះទេបើទោះបីជាសាហ្គីគាត់ធ្វើការជាមួយនឹងពួកចិត្តអាក្រក់ក៏ដោយប៉ុន្តែគាត់អត់មានចិត្តអាក្រក់ដូចជាពួកអ្នកទាំងហ្នឹងនោះទេហើយសាគីគាត់ក៏បានសុំអង្វរស្ដេចថាមិនអាចឲ្យពួកគេចេញទៅប្រយុទ្ធនោះទេពួកគេអត់ទាន់មានបទពិសោធន៍អីគ្រប់គ្រាន់នោះឡើយប៉ុន្តែស្ដេចអត់ខ្វល់នោះទេឲ្យសាគីឆាប់បង្រៀនជាមួយនឹងក្មេងៗឲ្យលឿនទៅអានចូលទៅប្រយុទ្ធចំពោះសាច់រឿងក៏បានកាត់ទៅកាន់ក្មេងៗដែលជាមិត្តរួមថ្នាក់របស់ស៊ុយឈីណែវិញដែលពួកគេក៏បានទៅជួបគ្នាជាមួយនឹងអ្នកដទៃទៀតដែលបាន teleport មកពិភពនេះដូចគ្នាប៉ុន្តែពួកអ្នកទាំងហ្នឹងឆ្មើងឆ្មៃក៏ដូចជារឹកពីខ្លាំងណាស់បានគិតទៀតថាស្ដេចខៃសើហ្នឹងគឺបានឲ្យជាមួយនឹងកងដៃវេទមន្តទៅកាន់ពួកគេទាំងតែតាមពិតកងដៃទាំងហ្នឹងគឺជាកងដៃទេសកលដែលអាចបញ្ជាជាមួយនឹងពួកគេឲ្យសម្លាប់អ្នកដទៃបើងាកមកមើលការសន្តានារបស់សាគីឯណែវិញនឹងនៅតែមិនអាចទទួលឈ្នះនៅទង្វើរបស់ស្ដេចដដែលស្ដេចបានបញ្ជាឲ្យដាច់អហង្ការថែមទៀតថាទៅលឿនឡើងទៅពួកឯគ្រូធ្មប់វេទមន្តនៅក្បែរស្ដេចហ្នឹងគាត់មានឈ្មោះថា Helio ឯណែវិញហ្នឹងគាត់ខ្វល់ដូចគ្នាគាត់នឹងប្រើកងដៃវេទមន្តគ្រប់គ្រងទៅកាន់ពួកអ្នកទាំងហ្នឹងមកពេលហ្នឹងមានឃាតករមកធ្វើឃាតស្ដេចដែលបណ្ដាលឲ្យសាគីហ្នឹងចេញទៅចាត់ការជាមួយនឹងឃាតករហ្នឹងហើយនៅពេលដែលស្ដេចនៅតែ2នាក់ជាមួយនឹង Helio ហ្នឹងពួកគាត់ក៏បាននិយាយគ្នាតាក់ទងជាមួយនឹងកងវេទមន្តក្នុងការបញ្ជាជាមួយនឹងពួកអ្នកទាំងហ្នឹងដោយហៅកងវេទមន្តហ្នឹងថាជាកងវេទមន្តទេសកលដោយឡែកសាច់រឿងក៏បានកាត់ទៅខាងសារីអីណែវិញហ្នឹងពួកគេគឺបានមើលឃើញជាមួយនឹងលវីសហ្នឹងរត់ទៅជួបជាមួយនឹងស៊ុយឈីហៅស៊ុយឈីថាលោកគ្រូដែលធ្វើឲ្យអាល់តូរីហ្នឹងខឹងមែនទែនថាស៊ុយឈីហ្នឹងលួចតែមានស្រីទៀតហើយកាន់តែមានប្រពន្ធច្រើនទៅប៉ុន្តែសំណាងល្អហើយដែលបងប្រុសរបស់លវីសហ្នឹងបានណែនាំថាអត់ទេនាងគិតតែជាប្អូនស្រីរបស់ខ្លួនហើយក៏បានសុំស៊ុយឈីធ្វើជាគ្រូបង្រៀនតែប៉ុណ្ណោះហើយចំពោះបងប្រុសរបស់លវីសហ្នឹងបាននិយាយដែរថាស៊ុយឈីហ្នឹងមានជាមួយនឹងមិត្តស្រីច្រើនម្ល៉េះសម្បីតែលូលូអានីហ្នឹងក៏នាងបានលូកមាត់ដែរថានាងនឹងអាចបកគោរាងកាយក៏ដូចជាបេះដូងព្រលឹងរបស់នាងនឹងឲ្យទៅកាន់លោកម្ចាស់ស៊ុយឈីបានធ្វើឲ្យបងប្រុសរបស់លវីសនឹងចាប់ផ្ដើមគាំងតែម្ដងថាអីគេមានស្រីច្រើនម្ល៉េះលោកបងអើយសុំចែកខ្វាច់ខ្ញុំខ្លះផងបានអត់ដោយឡែកសាច់រឿងរបស់យើងគឺបានកាត់ទៅកាន់ក្មេងស្រីឃាតករឯណែវិញនឹងត្រូវបានកូនចៅរបស់លវីសនឹងញ៉ាំអាហារនៅពីមុខគេដើម្បីដាក់ទរណកម្មគេថាមិនឲ្យគេញ៉ាំនោះឡើយដែលធ្វើស៊ុយឈីនិយាយដែរថាខុសខើពេកហើយមិនញ៉ាំមុខគេអញ្ចឹងហើយលវីសក៏ដូចចិត្តទៀតតែធ្វើបាបកូនចៅរបស់ខ្លួនដល់និយាយដែរថាមិនឲ្យគេញ៉ាំអីយប់នេះនោះទេឲ្យគេអត់តែម្ដង
ក្រោយមកនាងបានទៅដោះជាមួយនឹងកន្សែងរុំភ្នែករបស់ក្មេងស្រីដែលជាឃាតករម្នាក់នឹងបានដឹងទៀតថាក្មេងឃាតករម្នាក់នឹងមិនមែនសុកគាត់ធ្វើជាឃាតករអីនោះទេប៉ុន្តែអាកងលើករបស់គាត់នោះទេដែលជាអ្នកបញ្ជាគាត់បើគាត់មិនធ្វើគាត់នឹងត្រូវបានគេសម្លាប់ពួកឯសូអេឈីនៅពេលហ្នឹងគឺចង់ជួយនាងដែរតែនាងបានបង្ហាញដែរថាអាចនោះទេនៅពេលដែលព្យាយាមដោះខ្សែកមួយហ្នឹងវាច្បាស់ជាឆក់មិនខានបើទោះបីជាអញ្ចឹងក៏ដោយសូអេឈីគាត់ក៏បានទៅទាញជាមួយនឹងខ្សែកមួយហ្នឹងដោយប្រើជាមួយនឹងវេទមន្តបង្កើតរបស់គាត់បង្កើតជាមួយនឹងវេទមន្តថ្មីណាហើយមកហ្នឹងសូអេឈីនឹកឃើញជាមួយនឹងវេទមន្តសេរីភាពរបស់ជាមួយនឹងនាយករដ្ឋមន្ត្រីអាមេរិកដែលថាគាត់ហ្នឹងគឺជាអ្នកនាំយកសេរីភាពទៅកាន់មនុស្សគ្រប់គ្នាអញ្ចឹងហើយហ្នឹងគឺបានបញ្ចេញរូបរាងរបស់គាត់ធ្វើឲ្យគ្រប់គ្នាហ្នឹងចាប់ផ្ដើមភ្ញាក់ផ្អើលថាវេទមន្តអីគេចម្លែកម្ល៉េះបើទោះបីជាវេទមន្តនឹងចម្លែកបន្តិចមែនតែវាពិតជាមានប្រសិទ្ធភាពអាចដោះជាមួយនឹងខ្នោះកនៅលើករបស់ក្មេងស្រីឃាតករថែមទៀតក្រោយមកក្មេងស្រីឃាតករចាប់ផ្ដើមយំដែលធ្វើឲ្យកូនចៅរបស់លវីនិយាយដែរថាសូអេឈីធ្វើឲ្យគេយំទៀតហើយចឹងតែតាមពិតក្មេងស្រីឃាតករគ្នារំភើបឡើងយំមិនមែនសូអេឈីធ្វើឲ្យគេខូចចិត្តយំទេបើនិយាយពីលូនីដែលជាសេះវិញហ្នឹងគឺនាងអត់ខ្វល់ទេសំខាន់នាងដើរតាមសូអេឈីហ្នឹងមានរបស់ញ៉ាំឆ្ងាញ់អត់ខ្វល់រឿងអីទាំងអស់ថាសូអេឈីធ្វើឲ្យគេយំមករបៀបខូចចិត្តអារំភើបអីក៏គាត់អត់ខ្វល់ដែរឲ្យបានរបស់ញ៉ាំក្រោយមកសាច់រឿងក៏បានប្រាប់ដែរថាក្មេងស្រីម្នាក់ហ្នឹងមានឈ្មោះថាអូលីកាចំពោះអូលីកាតាមពិតទៅហ្នឹងគឺនាងកើតជាមួយនឹងក្រុមគ្រួសារធម្មតាអីនោះទេប៉ុន្តែត្រូវបានតាហ៊ានរបស់អាណាចក្រខៃសើហ្នឹងយកនាងទៅបង្វឹកក៏ដូចជាបង្វឹកនាងឲ្យខ្លាចជាឃាតករបើនាងមិនធ្វើជាឃាតករទេនាងនឹងត្រូវបានគេសម្លាប់មិនខានអញ្ចឹងនាងគឺបង្ខំចិត្តនោះទេក្នុងការទៅសម្លាប់ជាមួយនឹងអ្នកដទៃទៅតាមបញ្ជារបស់អាណាចក្រខៃសើទូឈីក៏និយាយដែរថាមិនអីនោះទេគាត់បានប្រកាន់ជាមួយនឹងនាងនោះឡើយអញ្ចឹងនាងគួរតែមករស់នៅជាមួយពួកគេមកពួកគេនឹងឲ្យនាងមានសេរីភាពក៏ដូចជាមិនបង្ខំនាងនឹងឲ្យទៅសម្លាប់អ្នកណាដែលនាងមិនចង់នោះទេសារីនឹងគឺនាងបានចង់ហៅអូលីកានឹងឲ្យមកនៅជាមួយនឹងគ្នាអូលីកាគាត់ក៏យល់ព្រមទីបំផុតអ្នកទាំងអស់គ្នាគឺបានរស់នៅជុំគ្នាអីអញ្ចឹងទៅគឺបានតែស្នើសុំជាមួយនឹងស្ដេចរបស់ពួកគេនឹងឲ្យលើកលែងទោសជាមួយនឹងអូលីកាផងដែរដោយឡែកសាច់រឿងគឺបានកាត់ទៅកាន់ហ៊ីលីអូជាមួយនឹងគ្រីសកំពុងតែសន្ទនាគ្នាតាក់ទងជាមួយនឹងប្រធានបទហ្នឹងគឺចង់និយាយតាក់ទងជាមួយនឹងការកេណ្ឌទ័ពទៅប្រយុទ្ធជាមួយនឹងអាណាចក្រHerbert របស់អាណាចក្រឈីហ្នឹងគាត់កំពុងតែនៅហើយបើងាកមើលមកខាងសូអេឈីឯណែវិញហ្នឹងក៏កំពុងតែត្រូវបានលាវីហ្នឹងទៅនិយាយលាជាមួយនឹងសូអេឈីដែលប្រាប់ដែរថាកំពុងតែមានកងទ័ពហ្នឹងមកអុកលឹកនៅជាដែនហើយកងទ័ពទាំងអស់ហ្នឹងគឺសុទ្ធតែជាពពួកបិសាចទាំងអស់តែម្ដងពពួកបិសាចហ្នឹងតាមពិតទៅមកតាមរយៈគ្រីសហ្នឹងឯងគ្រីសគឺជាអ្នកបញ្ជាបិសាចឲ្យមកអុកលឹកនៅអាណាចក្រនេះឈានចូលដល់ថ្ងៃថ្មីគឺជាដល់ពេលវេលាដែលត្រូវឲ្យលាវីហ្នឹងចាកចេញដើម្បីទៅការពារហើយលាវីគាត់ក៏បានស្នើសុំជាមួយនឹងសូអេឈីឲ្យការពារជាមួយនឹងស្ដេចរបស់ពួកគាត់ផងក្រោយតែវាផ្ដេសផ្ដាំគ្នាអស់ហើយហ្នឹងលាវីនាងគឺបានចាកចេញទៅជាមួយនឹងកងទ័ពរបស់នាងផ្ទាល់ហើយចំពោះសាច់រឿងគឺបានកាត់ទៅដល់ពេលដែលសូអេឈីកំពុងតែហាត់វេទមន្តជាមួយនឹងបងប្រុសរបស់លាវីប៉ុន្តែនៅពេលហ្នឹង system បានឲ្យលើទៀតហើយថាសូអេឈីបានរៀនវេទមន្តអីបន្តទៀតអញ្ចឹងទៅវាច្រើនពេកដែលធ្វើឲ្យសូឈីនិយាយដែរថាអីគេទៀតហើយធុញមែនតែនចង់បានទៀតទេវាច្រើនពេកហើយស្រាប់ពេលជាមួយនឹងគ្នាហ្នឹង Gas គាត់ក៏បាននាំជាមួយនឹងលោកនាយកនៃសាលាវេទមន្តមួយទៀតចេញមកដែលលោកនាយកហ្នឹងគឺបានមើលទៅកាន់សូអេឈីក៏ដូចជារីករាយដែលបានជួបសូអេឈីអីអញ្ចឹងទៅសូអេឈីនិយាយបែបធម្មតាដែលធ្វើឲ្យបងប្រុសរបស់លាវីនិយាយដែរថាគាត់ហ្នឹងគឺជា idol របស់ខ្ញុំណាកុំនិយាយបែបហ្នឹងអីតាមពិតទៅលោកនាយកមកហ្នឹងក៏ដោយសារតែគាត់ឮអំពីរឿងរ៉ាវរបស់សូអេឈីថាសូអេឈីគឺជាមនុស្សដែលមានទេពកោសល្យជាមួយនឹងវេទមន្តអីអញ្ចឹងទៅគាត់ចង់មកមើលជាមួយនឹងសូអេឈីផ្ទាល់ក្រោយមកហ្នឹងលោកនាយកគាត់បានទៅជួបគ្នាជាមួយនឹងស្ដេចឯនេះវិញហ្នឹងដំបូងជួបមួយសូអេឈីអីធម្មតានោះទេហើយនៅពេលហ្នឹង Gas គាត់ក៏បានអន់គោរពទៅនឹងស្ដេចប៉ុន្តែមើលទៅមុខរបស់គាត់វិញគឺបែរថយក្រោយនគររបស់គេគឺចម្លែកមែនតែនហើយបើនិយាយពីកូនចៅរបស់ Gas វិញហ្នឹងគឺបានយកជាមួយនឹងឧបករណ៍ធ្វើទរណកម្មទៅចាក់គូតគេហ្នឹងយកមកឲ្យស្ដេចមើលថែមទៀតនឹងតែស្អីតស្អីទេគឺថាយ៉ាប់មែនតែនហើយក៏ប៉ុន្តែនៅពេលហ្នឹងលោកនាយកគាត់ក៏បានដើរមកនិយាយមួយស្ដេចគាត់ក៏បានដឹងដែរថាលោកគ្រូហើយគាត់ហ្នឹងគឺបានងើបពីបល្ល័ង្ករបស់គាត់ភ្លាមតែម្ដងដោយនិយាយដែរថាហេតុអីក៏លោកគ្រូមកក៏បានដល់គោរពជាមួយនឹងលោកគ្រូរបស់គាត់ថែមទៀតមានសម្បត្តិវងកញ្ចក់បន្តិចណាលោកគ្រូម្នាក់ហ្នឹងគាត់ជាគ្រូនាយកនៅសាលាវេទមន្តកំពូលមួយប៉ុន្តែសាលារបស់គាត់ហ្នឹងគឺស្ថិតក្រោមអាណាចក្រនរណាទាំងអស់ដែលវាលក្ខណៈថាឯករាជ្យប៉ុន្តែនៅឆ្ងាយពីនគររបស់សូអេឈីកំពុងតែនៅហើយវាក៏នៅឆ្ងាយអំពីអាណាចក្រខៃសើផងដែរហើយលោកគ្រូនាយកគាត់គឺបានលើកឡើងតាក់ទងជាមួយនឹងរឿងរ៉ាវមួយចំនួននៃអាណាចក្រខៃសើបានតកោះហៅជាមួយនឹងហេរ៉ូនៃពិភពផ្សេងមួយទៀតឲ្យចូលមកក្នុងពិភពមួយនេះដើម្បីតែបង្កសង្គ្រាមគាត់គឺបានដឹងរឿងរ៉ាវទាំងហ្នឹងបើទោះបីជាអាណាចក្រខៃសើហ្នឹងលាក់បាំងក៏ដោយលោកគ្រូនាយកហ្នឹងនិយាយមិនទាន់ផុតពីមាត់ផងមានអ្នកនាំសារម្នាក់បាននាំសារមកដោយនិយាយតាក់ទងជាមួយនឹងរឿងរ៉ាវរបស់ពពួកបិសាចមានល្វើខ្ពស់ហ្នឹងកំពុងតែធ្វើដំណើរមកកាន់នគររបស់ពួកគេបើទោះបីជាលាវីទៅចាត់ការជាមួយនឹងជាដែនក៏ដោយប៉ុន្តែពួកបិសាចដទៃទៀតគឺវាបានចូលមកក្នុងរាជធានីចំនួនបិសាចល្វើខ្ពស់ហ្នឹងមានរហូតដល់ 5000 ក្បាលដែលនៅពេលនេះហ្នឹងគឺលាវីកំពុងតែទប់ទល់ជាមួយនឹងពួកបិសាចផ្សេងទៀតហ្នឹងវានៅឆ្ងាយពីនគរខ្លាំងណាស់ប៉ុន្តែអាបិសាចនៅជានគរផ្សេងទៀតហ្នឹងគឺវាបានធ្វើដំណើរទៅដល់នគរអញ្ចឹងលាវីគឺនៅតែទប់ទល់ជាមួយនឹងបិសាចនៅជានគរតែបើនិយាយពីលាវីនៅពេលនេះហ្នឹងគឺនាងបានប្រើប្រាស់ជាមួយនឹងក្បាច់ដើរដ៏ស្រស់ស្អាតរបស់នាងគឺហក់ចូលទៅក្នុងការប្រយុទ្ធមួយហ្នឹងតែម្ដងប៉ុន្តែចូលទៅដំបូងហ្នឹងម្នាក់ឯងនោះទេចំពោះពួកគ្រីសឯនេះវិញហ្នឹងពួកគេកំពុងតែមើលការប្រយុទ្ធគ្នារបស់លាវីនឹងនឹកឃើញដែរថាគ្មាននរណាម្នាក់នឹងការពារទៅនគរ Herbert នោះទេពីព្រោះតែ
ថាកងទ័ពខ្លាំងនៅពេលនេះហ្នឹងដែលជាលវីហ្នឹងគឺទៅប្រយុទ្ធនៅជីដែនអញ្ចឹងគ្មាននរណានឹងមកការពារស្ដេចនៅឯនគរអាល់ប៊ឺតនោះឡើយក្រោយមកសាច់រឿងគឺបានកាត់ទៅកាន់នគរអាល់ប៊ឺតដែលនៅពេលនេះហ្នឹងស្ដេចទាំងប្រជាជនក៏ដូចជាអ្នកផ្សងព្រេងហ្នឹងគឺបានចេញទៅមុខកំផែងនៃនគរហើយនៅពេលហ្នឹងផងដែរលូនីហ្នឹងគឺនាងនិយាយថានាងខ្លាចនាងអត់ចង់ចូលប្រយុទ្ធនោះទេប៉ុន្តែបើមានសាច់គឺនាងនឹងចូលប្រយុទ្ធរួមទៅលូនីម្នាក់ហ្នឹងគឺថាល្មមស៊ីមែនតែនឲ្យតែមានរង្វាន់ជាប្រភេទម្ហូបហ្នឹងគឺនាងចូលរួមតែម្ដងចំពោះឯអូលីហ្កាហ្នឹងគឺនាងចង់ចូលរួមដែរមិនថាតែអូលីហ្កានោះទេអ្នកដទៃទៀតនៅក្នុងនគរមួយនេះហ្នឹងគឺស្ម័គ្រចិត្តចូលរួមទាំងអស់ពួកគេមិនខ្លាចនោះឡើយហើយបើទោះបីជាអ្នកនៅក្នុងនគរមួយនេះមើលទៅរៀងរោគចិត្តអ្នកខ្លះក៏រៀងឡប់ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលមានសង្គ្រាមបែបហ្នឹងគឺពួកគេអត់រត់ចូលនគរនោះទេប្រធាន Master Guild ហ្នឹងគាត់ក៏បានចេញមុខតែម្ដងគាត់និយាយដែរថាគាត់នឹងចូលប្រយុទ្ធមុនគេដែលវាហ្នឹងគឺពិតជាដូចកាសនិយាយពិតមែន Gas ហ្នឹងគាត់ក៏បានលោតចុះទៅខាងក្រោមហើយទៅតែម្នាក់ឯងនោះទេដំបងឡើយហ្នឹងគឺថាខ្លាំងមែនតែនគាត់វាជាមួយនឹងបិសាចរហូតតតែគ្រួគ្នារបស់សូអេឈីហ្នឹងគឺចូលទៅតាមក្រោយដល់ពេលជាមួយនឹងគ្នាមានបិសាចមួយបានបាញ់ទៅកាន់ Gas កាសគាត់ក៏បានបើដើមទ្រូងកំចាត់បិសាចមួយហ្នឹងចំណែកបិសាចដទៃទៀតហ្នឹងគឺចាប់ផ្ដើមត្រូវបានកូនចៅរបស់កាសហ្នឹងចូលទៅប្រយុទ្ធ Gas ហ្នឹងគាត់ក៏បានដឹកនាំជាមួយនឹងកូនចៅរបស់គាត់ទាំងមានឆន្ទៈវាជាមួយនឹងពួកបិសាចនិយាយទៅនគរមួយនេះគឺសម្បូរទៅដោយអ្នកខ្លាំងមែនតែនប៉ុន្តែបើទោះបីជាពួកគេសម្បូរទៅដោយអ្នកខ្លាំងក៏ដោយប៉ុន្តែនគរមួយនេះអ្នកខ្លាំងគឺវាមានចំនួនតិចពេកចំនួនតិចមួយជុំនោះទេងុំអាប៉ែមួយនេះហ្នឹងគឺថាលោតឡើងលើហើយដោះជាមួយនឹងសម្លៀកបំពាក់មិននឹងតែកវីទឹកអីចេញមកទេតែហ្នឹងគឺថាអូយមើលទៅវេទនាមើលមែនតែនហើយងាកមកមើលកាន់អាប៉ែដែលថាយាមជាមួយនឹងខ្លងទ្វារនគរហ្នឹងគាត់ក៏បានចូលទៅប្រយុទ្ធដែរហើយកម្លាំងរបស់គាត់ក៏ខ្លាំងដូចតែគ្នាហ្នឹងក្រោយមកទៀតអាប៉ែ3នាក់ឡប់ដែលថាបកករឿងជាមួយនឹងសូអេឈីនៅពេលនេះហ្នឹងក៏ចូលទៅប្រយុទ្ធដូចគ្នាពួកគេទាំង3នាក់ហ្នឹងចូលទៅប្រយុទ្ធមិនប្រយុទ្ធធម្មតានោះទេតែចាក់ជាមួយនឹងគូតបិសាចហ្នឹងក៏ដូចចិត្តទៀតត្រូវបានគេចាក់គូតលតតដួលតែម្ដងក្រោយតែបញ្ចាក់គូតបិសាចហើយហ្នឹងពួកគេទាំងអស់គ្នាដែលជាអ្នកផ្សងព្រេងហ្នឹងគឺថាដើរទាំងមុំតែម្ដងគ្មានខ្លាចអីនោះទេសម្បីតែលោកតាដែលបានឆុងកាហ្វេក៏ដូចជាបង្កើតស្រាលក់អីហ្នឹងគាត់ក៏បានចូលទៅប្រយុទ្ធដែរកម្លាំងរបស់គាត់គឺបានសម្លាប់តមួយតាមតែឃើញអញ្ចឹងសូអេឈីឆ្ងល់ដែរថាលោកតានឹងខ្លាំងម្ល៉េះស្ដេចនិយាយដែរថាមិនខ្លាំងមិនកើតគាត់ជាអតីតនៃទាហានដែលមានកម្លាំងខ្លាំងជាងគេក្រោយមកទៀតគឺមកមើលជាមួយនឹងសារាវិញសារានិយាយដែរថាខ្ញុំនឹងធ្វើការងាររបស់ខ្ញុំឲ្យបានល្អបលិកជាមួយដៃរបស់គាត់ចេញមកដែលជាដៃគីងកុងហ្នឹងវាយពួកបិសាចឡើងប៉ើងហើយចំពោះអាល់ដូរីណែវិញហ្នឹងគឺបានប្រើជាមួយនឹងវេទមន្តទឹកកករបស់នាងបង្កកជាមួយនឹងបិសាចធ្វើឲ្យលោកនាយកនៃសាលាវេទមន្តហ្នឹងគឺមានការភ្ញាក់ផ្អើលមែនតើនឹងវេទមន្តមួយនេះក្រោយមកទៀតលូនីហ្នឹងគឺនាងបានចូលទៅដល់និយាយដែរថាអញខ្លាចពិតមែនវើយប៉ុន្តែឲ្យតែមានអីស៊ីអញចូលប្រយុទ្ធតែរហូតហ្នឹងគឺបានលោតទៅទឹកជាមួយនឹងពួកបិសាចទឹកយកងឹបរះពេញហ្នឹងតែម្ដងបើនិយាយពីអូលីកាវិញក៏មិនណយដូចគ្នាកាប់ជាមួយនឹងពួកបិសាចហ្នឹងរាប់ម្ដង1ម្ដង2រហូតតអស់300ក្បាលក្រោយពីឃើញតែក្មេងៗខ្លាំងអញ្ចឹងហើយហ្នឹងលោកនាយកសាលាវេទមន្តហ្នឹងគាត់ក៏បានប្រើវេទមន្តរបស់គាត់ហ្នឹងបាញ់ទៅលើពួកបិសាចប៉ុន្តែបាញ់យ៉ាងណាក៏ដោយហ្នឹងគឺពួកវាមិនទាន់ងាប់អស់នោះទេនៅតែដើរចេញមកទៀតដែលបានបង្ខំចិត្តឲ្យលោកនាយកហ្នឹងគឺថាខ្មាស់គេតែម្ដងគាត់ថាគាត់ប៉ុណ្្នឹងអត់អស់ចិត្តទេគាត់សុំប្រើវេទមន្តមួយទៀតគឺថាប្រើវេទមន្តរង្វង់ teleport ដ៏ធំហ្នឹងហើយមិន teleport ទេរង្វង់វេទមន្តបាញ់ជាមួយនឹងខ្យល់ចេញមកក៏ដូចជាវាប្រហារទៅកាន់ពួកអាអ្នកទាំងហ្នឹងនិយាយរួមទៅនៅពេលហ្នឹងទោះបីជាគាត់ខ្លាំងមិនក៏ដោយប៉ុន្តែបិសាចវាមានច្រើនពេកវានៅតែបន្តចូលមកទៀតដែលធ្វើឲ្យសូឈីនិយាយដែរថាបើសិនជានៅតែបន្តបែបហ្នឹងអាណាចក្រមួយនេះនឹងត្រូវខ្ទេចដោយសារស្នាដៃរបស់ពួកបិសាចជាមិនខាននោះទេក្រោយតែពីគិតអញ្ចឹងហើយហ្នឹងសូឈីគាត់ក៏បាននិយាយដែរថាគាត់នឹងបង្កើតជាមួយនឹង Ultimate Spear របស់គាត់ហ្នឹងគឺធ្វើការបង្កើតជាមួយនឹងវេទមន្តមួយចេញមកដែលវេទមន្តមួយហ្នឹងគឺថាបង្កើតជាមួយនឹងរូបសំណាកធំមែនតែនទាំងបានបាញ់ឡាស៊ែហ្នឹងទៅកាន់ពួកបិសាចធ្វើឲ្យពួកបិសាចទាំង5000ក្បាលអីហ្នឹងគឺថាងាប់អស់រលីងតែម្ដងជាមួយនឹងវេទមន្តមួយ Skill របស់សូអេឈីហើយបើនិយាយតាក់ទងជាមួយនឹងគ្នារបស់គាត់ត្រូវអា Skill មួយហ្នឹងបាញ់ចំផងដែរតែពួកអ្នកទាំងនឹងអត់អីនោះទេថែមទាំងមានកម្លាំងអាចជាសះស្បើយអំពីស្នាមរបួសនៃការប្រយុទ្ធគ្នាថែមទៀតចំណែកគ្រីសដែលកំពុងតែមើលជាមួយនឹងដុំគ្រីស្តាល់ការប្រយុទ្ធគ្នាអីហ្នឹងគឺត្រូវបានវេទមន្តរបស់សូអេឈីហ្នឹងបាញ់ចំគាត់ថែមទៀតផងធ្វើឲ្យគាត់ឡើងខ្លោចហើយចំពោះសូអេឈីណែវិញហ្នឹងក្រោយពីគាត់បានសម្លាប់បិសាចទាំងអស់ហ្នឹងហើយហ្នឹងបិសាចទាំងអស់ហ្នឹងវាបានខ្លាចទៅជា I team គឺបានលោតចូលទៅក្នុងខ្លួនរបស់សូអេឈីដែលសូអេឈីនៅពេលនេះហ្នឹងគឺ level up តតែគាត់ហ្នឹងឡើងចង់កាំងខាងសូអេឈីគាត់និយាយដែរថាគាត់អត់ត្រូវការទៀតនោះទេប៉ុន្តែវាចេះតែបង្ខំឲ្យគាត់ហ្នឹង level up រហូតគាត់ពិតជាធុញខ្លាំងណាស់ជាមួយនឹង system មួយហ្នឹងនិយាយពីលោកគ្រូនាយកឯនេះវិញហ្នឹងសម្លឹងទៅកាន់សូអេឈីដល់និយាយដែរថាអូយលោកម្ចាស់ថ្លៃអើយមនុស្សអីក៏ខ្លាំងម្ល៉េះសូមឲ្យសូអេឈីហ្នឹងធ្វើជាគ្រូរបស់គាត់អីចឹងទៅឈីហ្នឹងគ្មានតែយល់ព្រមមួយលោកគ្រូអីហ្នឹងទេក្រោយមកទៀតគាត់សូមឲ្យសូអេឈីហ្នឹងទៅបង្រៀនសាលារបស់គាត់ឲ្យធ្វើជាគ្រូបង្រៀននៅសាលារបស់គាត់អីចឹងទៅហើយបានលើកលក្ខខណ្ឌទៀតថាសូអេឈីអាចនាំជាមួយនឹងសមាជិករបស់គាត់ទាំងអស់គ្នាដែលជាប្រពន្ធរបស់គាត់ជា girlfriend របស់គាត់អីហ្នឹងទៅជាមួយគ្នាផងដែរដែលសូអេឈីគាត់គឺមិនត្រូវយល់ព្រមអីនោះទេតែលោកតានាយកម្នាក់ហ្នឹងគឺគាត់រឹងរូសខ្លាំងណាស់គាត់បង្ខំសូឈីទៅណាតែពេលចុងក្រោយហ្នឹងគឺសូអេឈីបានសម្លឹងមើលគ្នារបស់គាត់ក៏បានយល់ព្រមដោយសារតែគ្នារបស់គាត់ក៏យល់ព្រមទៅផងដែរ
ក្រោយពីយល់ព្រមគ្នាហើយនឹងសង្គ្រាមក៏ត្រូវបានបញ្ចប់ទៀតនឹងស៊ូអេឈីគាត់ក៏បាននាំគ្នារបស់គាត់ទៅញ៉ាំអីប៉ុន្តែដំបូងឡើយនឹងគាត់បាននាំជាមួយនឹងលូនីទៅញ៉ាំអីហើយពេលដល់ពេលរបស់អាតូរីនឹងគឺនាំអាតូរីទៅដែតក៏ដូចជានាំអាតូរីទៅមើលកូនគេនឹងគឺកូនភីតផែនទៅទៀតក្រោយតែពីនាំអាតូរីដែតហើយនឹងគឺដល់វេនរបស់សារីជាមួយនឹងអូលីកាវិញម្ដងស៊ូអេឈីបាននាំជាមួយនឹងសារីក៏ដូចជាអូលីកានឹងទៅដើរលេងផ្សារអញ្ចឹងទៅក្រោយមកទៀតបាននាំក្មេងៗនឹងឲ្យទៅលេងបាល់ជាមួយនឹងគ្នានៅពេលហ្នឹងពួកគេគឺមានពេលអង្គុយនិយាយគ្នាលេងស៊ូអេឈីនឹងគាត់ក៏បាននិយាយដែរថាពិតជាអរគុណទៅកាន់សារីខ្លាំងណាស់ដែលបានចូលមកក្នុងជីវិតរបស់គាត់អញ្ចឹងទៅដែលធ្វើឲ្យសារីចាប់ផ្ដើមយំនិងបំរុងតែថើបគ្នាទៅហើយណាប៉ុន្តែត្រូវបានក្មេងៗទៅបង្អាក់អូលីកានិយាយដែរថាស៊ូអេឈីនឹងធ្វើឲ្យសារីយំពិតជាមនុស្សប្រុសមិនល្អនោះទេក្រោយមកទៀតនឹងគឺបានបបួលជាមួយនឹងស៊ូអេឈីនឹងឲ្យទៅលេងបាល់ជាមួយនឹងគ្នាអីចឹងទៅទីបំផុតពួកគេគឺទៅលេងបាល់ជាមួយនឹងគ្នាប៉ុន្តែនៅពេលហ្នឹងពួកគេក៏បានឃើញការចាក់ផ្សាយតាក់ទងជាមួយនឹងការប្រឡងជាមួយនឹងការគូគំនូបណ្ដាស៊ូអេឈីសារីអីហ្នឹងគឺបាននាំគ្នាទៅមើលជាមួយនឹងការប្រឡងគំនូមួយនោះហើយបានឃើញជាមួយនឹងក្មេងស្រី Cherry ហ្នឹងដែលនាងបានចូលរួមប្រឡងផងដែរការចូលប្រឡងរបស់នាងហ្នឹងគឺនាងបានគូគំនូរបស់ស៊ូអេឈីជិះជាមួយនឹងសេះមួយតាមកាពិតទៅគំនូមួយហ្នឹងគឺយកលំនាំអំពីការប្រឡងជិះសេះរបស់ស៊ូអេឈីហ្នឹងឯងនៅពេលជាមួយនឹងគ្នានោះនាងក៏បាននិយាយដែរថានេះគឺជាវីរៈបុរសនៅក្នុងចិត្តរបស់នាងគាត់គឺបានបង្កើតភាពក្លាហានឲ្យនាងក្នុងការដែលមកប្រឡងជាមួយនឹងការគូគំនូមួយនេះក៏តែពេលលើគេសរសើរខ្លួនអញ្ចឹងស៊ូអេឈីអៀនមែនតែនប៉ុន្តែសាច់រឿងគឺបានកាត់ទៅដល់អ្នកទាំងពីរដែលនិយាយគ្នាណែវិញតែពីរនាក់ Cherry ហ្នឹងគឺនាងបានអរគុណទៅកាន់ស៊ូអេឈីតាក់ទងជាមួយនឹងរឿងរ៉ាវដែលស៊ូអេឈីហ្នឹងបានលើកទឹកចិត្តនាងឲ្យមកប្រឡងអីអញ្ចឹងទៅក្រោយមកទៀតនោះគឺជាការមកដល់របស់លូវីគាត់ក៏បានសួរទៅកាន់ស៊ូអេឈីដែរថាគាត់បានឮថាស៊ូអេឈីនឹងទៅជាមួយនឹងលោកតាបាណាហ្នឹងគឺជានាយកនៃសាលាវេទមន្តណាហើយដល់ពេលហ្នឹងលូវីគាត់ក៏បានស្នើសុំឲ្យស៊ូអេឈីនឹងនាំនាងទៅជាមួយផងអីចឹងទៅដែលស៊ូអេឈីនិយាយដែរថាមិនអាចទៅនោះទេដោយសារតែនាងត្រូវមានតួនាទីមើលថែនគរមួយនេះត្រូវការពារស្ដេចរិនសើឲ្យបានម្យ៉ាងវិញទៀតហ្នឹងគាត់នឹងមកលេងជាមួយនឹងពួកគេយូរម្ដងម្កាលអីអញ្ចឹងទៅអញ្ចឹងពួកគេកុំបារម្ភអីថាគាត់នឹងទៅចោលពួកគេទាំងអស់គ្នាចំពោះសាច់រឿងគឺបានកាត់ទៅកាន់មិត្តរួមថ្នាក់របស់ស៊ូអេឈីដែលបាន teleport មកដល់ពិភពមួយនេះដូចគ្នាប៉ុន្តែពួកអ្នកទាំងហ្នឹងគឺបានសន្ទនាគ្នាតាក់ទងជាមួយនឹងរឿងអាណាចក្រខៃសាក៏បញ្ជូនពួកគេទៅកាន់សាលារៀនវេទមន្តផងដែរសាលារៀនមួយហ្នឹងគឺជាសាលារៀនដែលស៊ូអេឈីត្រូវតែទៅក៏ប៉ុន្តែក្រោយខុសគ្នាថាមិត្តរួមថ្នាក់របស់ស៊ូអេឈីទៅក្នុងនាមជាសិស្សស៊ូអេឈីទៅក្នុងនាមជាគ្រូបង្រៀនងាកមកមើលស៊ូអេឈីឯណែវិញហ្នឹងត្រូវបានសមាជិកនៃនគរទាំងមូលគឺមូលាជាមួយនឹងគាត់តែម្ដងលាឲ្យស៊ូអេឈីសុខសប្បាយរីករាយអីចឹងទៅទីបំផុតពួកគាត់គឺបានលាគ្នាពិតជាពោពេញទៅដោយស្នាមញញឹមនៃនគរមួយនេះពិតមែនហើយនៅក្នុងការធ្វើដំណើរហ្នឹងលោកតាគាត់ក៏បាននិយាយលេងជាមួយនឹងស៊ូអេឈីហើយសាច់រឿងក៏បានបញ្ចប់ទៅត្រឹមនឹងឯងគឺបញ្ចប់នៅពេលដែលស៊ូអេឈីកំពុងតែធ្វើដំណើរទៅកាន់សាលាបង្រៀនវេទមន្តប៉ុន្តែវាគឺជារន្តតែចប់នៃ season 1 season 2គឺនឹងជួបគ្នានៅពេលដែលស៊ូអេឈីទៅបង្រៀនក្មេងៗហើយ admin សូមបញ្ចប់សាច់រឿងយើងតែប៉ុណ្្នឹងគ្នាយើងបាយបាយជួបគ្នានៅវីដេអូក្រោយបាយបាយ